ទីមួយយើងផ្ដោតទៅលើ recruitment and selection ពាក្យថា recruitment and selection នេះគឺវាមានរឿងតទៀតមានថាការជ្រើសរើសបុគ្គលិកហើយនិងការចម្រាស់ជម្រាបសួរបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ The Light Podcast The Light Podcast គឺជាកម្មវិធីមួយដែលយើងធ្វើឡើងដើម្បីជាជំនួយជួយទៅដល់យុវជនឬក៏ជួយទៅដល់អ្នកដែលកំពុងតែស្វែងរកការងារធ្វើឬក៏ស្វែងយល់ពីអាជីពនិងអាជីវកម្មថាតើរ៉ូនៅក្នុងអាជីវកម្មមួយឬក៏អាជីពផងគាត់មួយហ្នឹងមានកលឹះមានតាក់ទិចអីខ្លះដើម្បីឲ្យរុញជីវិតផងគាត់និងអាជីវកម្មគាត់ទៅបានឲ្យជោគជ័យនៅកន្លែងនេះយើងមិនមែនយកបុគ្គលជោគជ័យមកចែករំលែកថាអ្នកទាំងគ្នាត្រូវតែធ្វើតាមទេក៏ប៉ុន្តែវាជា tip មួយចំនួនដែលអ្នកទាំងគ្នាអាចរៀនបានហើយនេះជាអេពីសូតទី1ដំបូងគេបំផុតនៅក្នុងកម្មវិធី The Light Podcast ហើយខ្ញុំចាត់ទុកថាជា season 1នៅក្នុងឆ្នាំ2025នេះដូចគ្នាហើយយើងក៏ទទួលបានវត្តមានguest ឬក៏ភ្ញៀវកិត្តិយសផងយើងដល់ពិសេសដូចគ្នាដែលជាបុគ្គលខ្លឹមនៅក្នុងក្រុមហ៊ុនតែម្ដងគឺគាត់ជាអ្នកដែលគ្រប់គ្រងធនធានមនុស្សអញ្ចឹងយើងស្វាគមន៍ទៅកាន់បងលីផេងដែលជាប្រធានផ្នែកធនធានមនុស្សនៅក្រុមហ៊ុន Delight Tech បាទជំរាបសួរអូខេជំរាបសួរបងបែងអាចជួយណែនាំខ្លួនតិចបានទេថាបែងនៅក្រុមហ៊ុន Delight Tech ហ្នឹងបែងធ្វើអីមានទូនាទីអីគេអាចចែករំលែកតិចទៅកាន់ audience ផងយើងបានទេបាទជំរាបសួរបងសូលីម្ដងទៀតហើយអរគុណដែលបានហៅចូលរួមការ podcast ថ្ងៃនេះហើយជំរាបសួរទស្សនិកជនទាំងអស់គ្នាខ្ញុំបានឈ្មោះលីផេងហើយដើមកំណើតមកពីបាត់ដំបងហ្នឹងហើយមកនៅភ្នំពេញនេះជាង20ឆ្នាំហើយអូយូរដែរបាទហើយបច្ចុប្បន្ននេះខ្ញុំកាន់តួនាទីជាផ្នែកគ្រប់គ្រងធនធានមនុស្សហ្នឹងហើយនៅក្នុងក្រុមហ៊ុន Delight Tech នេះផ្ទាល់ហ្នឹងហើយបកត្រឡប់ក្រោយវិញបាទតាក់ទងនៅក្នុងបទពិសោធន៍នៅក្នុងផ្នែក HR នេះខ្ញុំមានបទពិសោធន៍ជាង6ឆ្នាំដែរអូម៉ែចាស់ទុំគ្រាន់បើណាបើយើងដកអាយុយើង6ឆ្នាំមុនហើយយើងអាចផ្ដាំផ្ញើទៅបងប្អូនដែលទើបតែចប់នៅសាកលបញ្ចប់ពីវិទ្យាល័យបាទដែលគាត់ចាប់ផ្ដើមរៀននៅសាកលវិទ្យាល័យផងហើយចាប់ផ្ដើមគិតមើលជំនាញថាតើរៀននៅសាកលជំនាញអីដើម្បីឲ្យត្រូវជាមួយនឹងអីដែលគាត់ស្រឡាញ់អញ្ចឹងហើយណាហ្នឹងហើយបើឯងជាគេហៅប្រធានផ្នែកធនធានមនុស្សឬក៏បុគ្គលិកផ្នែកធនធានមនុស្សហើយដូចខ្ញុំជាអ្នកទីផ្សារអញ្ចឹងទៅចឹងបងប្អូនដែលត្រូវការចង់ដឹងថាអូបងថ្ងៃអនាគតខ្ញុំចង់ធ្វើជា marketing អាចមកសួរខ្ញុំបានឬក៏ចង់ធ្វើជា HR ឬក៏ចង់ធ្វើជាអ្នកធនធានមនុស្សអាចទៅសួរបងលីផេងបានណាមួយជីករើសជីកលបន្តិចពីក្មេងមកហ្មងណាស្អីទៅជាកត្តាជំរុញឲ្យបងឯងចង់ធ្វើជាផ្នែកធនធានមនុស្សថាម៉េចស្អីទៅជាកត្តាដែលបងឯងជំរុញឲ្យបងខ្លះជាធនធានមនុស្សហើយវាបងចូលចិត្តវានៅកន្លែងណាអាចរៀបរាប់បន្តិចបានទេអូខេអរគុណច្រើនសំពោះសំណួរនេះអាចនឹងរៀង introduce ខ្លួនតាក់ទងនឹងពីដើមបន្តិចឯងបាទអញ្ចឹងបើសិនជាកលេចពីអតីតកាលខ្ញុំជាក្មេងកំព្រាដែរហ្នឹងហើយជាក្មេងកំព្រាដែរហើយចាប់ដើមពីតូចមកគឺបានន័យថាយើងឃ្លាតពីពុកម្ដាយមកហើយពុកម្ដាយគាត់លាចាក់លោកអញ្ចឹងណាហើយយើងមកនៅភ្នំពេញយើងចាប់ដើមមករៀនសូត្រជាមួយបងហ្នឹងហើយជាទៅបងស្រីយើងណាយើងចាប់ដើមរៀនហើយការរៀនហ្នឹងគឺយើងរៀនបានន័យថាយើងជីវភាពយើងក៏ក្រខ្សត់ដែរតម្រូវឲ្យយើងស្ថានភាពពេលហ្នឹងគឺខ្លួនឯងត្រូវតែបានន័យថាយើងត្រូវតែចេញរោស៊ីក៏ដូចជួយលក់បងហើយលក់ជីវកម្មតិចតួចដូចជាលក់នំសមលក់បន្លែលក់អំបិលលក់បាយអញ្ចឹងណាតាមរោងចក្រហ្នឹងហ្នឹងហើយអញ្ចឹងកត្តាទាំងអស់ហ្នឹងតែខ្ញុំការរៀននៅបន្ទាយរៀននៅអនុវិទ្យាល័យហ្នឹងគឺមុននឹងទៅរៀនគឺខ្ញុំត្រូវទៅលក់សិនតាមរោងចក្រហ្នឹងហើយគឺយើងដឹងទេតាមរោងចក្រលក់បាយមួយថង់500សឡ1000ហ្នឹងហើយយើងលក់អញ្ចឹងយើងព្យាយាមលក់ពេលហ្នឹងមានគេជាច្រើនក៏គេឆ្ងល់ដែរថាហេតុអីបើយើងមិនឈប់រៀនហើយយើងមិនលក់ជួយគាត់ត្មងទៅព្រោះពេលហ្នឹងយើងជាប់មានគេហៅថាមានស្ថានភាពគ្រួសារសេដ្ឋកិច្ចវាពិបាកដែរអញ្ចឹងណាអញ្ចឹងទៅក៏គេក៏ឆ្ងល់គេសួរដែរថាហេតុអីមិនឈប់រៀនអញ្ចឹងទៅហើយខ្ញុំពេលហ្នឹងក៏អាចថាអត់យល់ដែរព្រោះពេលហ្នឹងរៀងហត់ប៉ុន្តែមានអារម្មណ៍មួយយើងអត់ដែរគិតថាយើងឈប់រៀនទេអត់បោះបង់ទេអត់បោះបង់អត់ដែរគិតសោះមកដឹងដែរគិតសោះគិតថាចេញពីលក់នៅមុខរោងចក្រទៅរៀនហើយអត់ដឹងថាអត់ដែរមានកំណត់គិតថាហត់ចង់ឈប់រៀនអត់ដែរមានទេមានតែត្រឹមកង់មួយក៏ជិះទៅរៀនកើតដែរហ្នឹងហើយអញ្ចឹងទៅក៏យើងតស៊ូរហូតក៏ចប់ទី12ហ្នឹងហើយយើងក៏ចាប់ដើម
រោសាលារៀនប៉ុន្តែយើងអត់លទ្ធភាពទៀតពេលហ្នឹងចាប់ទី12ហ្នឹងហើយចាតែហ្នឹងហើយយើងបកក្រោយមកតិចជាលទ្ធផលយើងជាប់ទី12ដែរហ្នឹងហើយយើងបានចូលដោយសារមានអ្នកចិត្តខាងម្នាក់គាត់បានណែនាំអង្គការយើងមួយអញ្ចឹងណាហ្នឹងហើយក៏អរគុណដល់មណ្ឌលអង្គការដែរដែលគាត់បានជួយរយៈពេលជាង 3-4 ឆ្នាំដែរហើយយើងបានរៀនជំនាញអង្គការអីគេអង្គការនឹងអាចថាអរគុណទៅអង្គការដើម្បីភាពញឹមអាច mention ដើម្បីភាពញឹមនៃកម្មាគាត់ថា PSR អូខេហើយគាត់ជួយទំនុកបងរងមកច្រើនដែរបាទតកតងនឹងមិនថាអាហារមិនថាចំណេះដឹងឬក៏តកតងនឹងឱកាសអីផ្សេងៗនេះគឺគាត់ជួយច្រើនរយៈពេល 3-4 ឆ្នាំបាទអញ្ចឹងទៅគាត់មកវីដេអូនេះអាចបងប្អូននៅ PSR ដែលកំពុងតែរៀននៅ PSR អាចផ្ដល់ជាមតិយោបល់ទៅកាន់គាត់ឬក៏ជាក្តីសង្ឃឹមមួយដែរណាជាក្តីសង្ឃឹមដែរតគេអាចហ្នឹងក៏ម្ដងទៀតក៏អរគុណទៅគាត់ហើយក៏ដូចជាលើកទឹកចិត្តដល់បងប្អូននៅដែលកំពុងរៀននៅសាលាឬក៏មណ្ឌលអង្គការបច្ចុប្បន្នហ្នឹងយើងនៅតែជឿថាការខំប្រឹងប្រែងហើយនឹងការខិតខំរៀនសូត្រគឺវាមានអត្ថប្រយោជន៍ខ្លាំងហ្នឹងយើងវាអាចផ្លាស់ប្ដូរជីវិតយើងអាចថា180 degree ហ្នឹងហើយយើងមិនថាយើងជោគជ័យខ្លាំងហើយយើងមិនមែនថាចែករំលែកនេះយើងជាការជោគជ័យមួយខ្ពស់ឬក៏កំណែងទូនាទីអីខ្ពស់មួយទេគ្រាន់តែថាជាការឆ្លុះបញ្ចាំងអំពីថាអ្វីដែលចាស់គេនិយាយថាការខំប្រឹងជាមួយនឹងការខិតខំរៀនសូត្រហ្នឹងវាជួយឲ្យយើងចាក់ចេញពីភាពក្រីក្រអញ្ចឹងវាអាចនិយាយបានថាវាពិតជាការពិតមែនទោះបីយើងមិនគេហៅថាសម្បូរទ្រព្យសម្បត្តិស្ដំមែនប៉ុន្តែអាចឲ្យយើងចិញ្ចឹមខ្លួនរស់និយាយខ្មាត់គឺយើងចិញ្ចឹមខ្លួនរស់បាទទោះយើងមិនទាន់ជោគជ័យមែនប៉ុន្តែយើងអាចប្រាប់ដំណើរជីវិតដែលអ្នកអត់ទាន់បានចាប់ផ្ដើមដូចយើងទៅហ្នឹងហើយយើងអាចខ្លួនអូខេឥឡូវបកទៅវិញអានោះជាជីវិតដែលបានឆ្លងមកតែចង់ដឹងថាកត្តាអីដែលជំរុញឲ្យបងចាប់អាជីពជាធនធានមនុស្សជាផ្នែកធនធានមនុស្សអូខេចង់ធ្វើជាអ្នកដែរគេហៅធនធានមនុស្ស HR ឬក៏ human resource ហ្នឹងបាទកត្តាដែលដំបូងបំផុតគឺសាលាហ្នឹងហើយយើងអត់ដែលស្គាល់ជំនាញថា HR ឬក៏ human resource management ហ្នឹងគឺជាអីទេសាលាក៏បានតម្រង់ទិសយើងម្ដងទៅពីរដងយើងក៏មានក្តីសម័យថាពីតូចធំឡើងចង់ធ្វើការក្នុងការិយាល័យមានម៉ាស៊ីនត្រជាក់មានកៅអីមានតុពវល់បានទៅវិញអង្គុយនៅក្នុង office បាទហ្នឹងតែដឹងថាការងារអីទេដឹងថាការងារក្នុង office ហើយក៏ខាងសាលាក៏តម្រង់ទិសមកថាហ្នឹងក៏មានផ្នែកមួយហើយក៏យើងរៀនដល់បញ្ញាបត្រដែរផ្នែកហ្នឹងយើងក៏ចាប់អារម្មណ៍ហើយយើងក៏ចាប់ផ្ដើមរៀនពីវារៀនដំបូងគឺយើងយល់ខ្លះអត់ខ្លះចេះទៅណាហ្នឹងទៅលេខទៅកើតទៅមុខទៅក្រោយយើងចេះទៅសិនហើយប៉ុន្តែនៅពេលដែលយើងចប់សកលយើងចាប់ផ្ដើមចោះគេហៅថា internship ហ្នឹងហើយអាចថាយើងជាឱកាសហាត់ការងារយើង internship យើងចាប់ផ្ដើមយល់ពីកន្លែងការងារចាស់ស្ដែងថា HR ហ្នឹងគេធ្វើគេខ្លះហ្នឹងហើយមុនដែលយើងចាប់ផ្ដើមធ្វើ internship នេះខ្ញុំក៏បានធ្វើការ part time មួយចំនួនដែរហ្នឹងហើយតាំងពីរត់ delivery តាំងពីធ្វើគេហៅថា customer call center ហើយតាំងពីការធ្វើ service ឬក៏ឆុងកាហ្វេអីផ្សេងយើងធ្វើបទពិសោធន៍ច្រើនយើងធ្វើហ្នឹងហើយយើងធ្វើជា part time ដើម្បីរកចំណូលណាហ្នឹងហើយតែយើងអត់ចោលអាទុនទីឱកាសជាហាត់ការហ្នឹងឯងដល់ពេលយើងចាប់ផ្ដើមរៀនយើងចាប់ផ្ដើម intern ពី3ខែទៅ6ខែយើងចាប់ផ្ដើមឃើញថាការងារនេះយើងគួរចាប់អារម្មណ៍ដែរហើយយើងអាចមើលថាយើងមានអាចថាទេពកោសល្យយើងខ្លះឬក៏មិនទេយើងអាចរៀនពីវាបានមួយចំនួនហើយក៏យើងចាប់ផ្ដើមចប់ internship ក៏យើងចាប់ផ្ដើមជា officer ទៅ officer យើងចាប់ផ្ដើមស្រឡាញ់ការងារហ្នឹងហើយក៏មិនស្រឡាញ់ណាស់ណាដែរប៉ុន្តែខ្ញុំជាមនុស្សមួយដែលចូលចិត្តឲ្យតម្លៃលើការងារមានន័យថាការងារមួយហ្នឹងទោះបីជាវាការងារតូចគេដាក់ការងារតិចក្តីត្រឹមជា copy ឬក៏ print ឯកសារ scan ឯកសារលើកទុកលើកអីខ្ញុំគាត់ថាការងារក៏សប្បាយចិត្តដែរព្រោះយើងឲ្យតម្លៃលើការងារហ្នឹងអញ្ចឹងពីមួយឆ្នាំទៅមួយឆ្នាំខ្ញុំគាត់ថាការឲ្យតម្លៃការងារទៅលើការងារមួយហ្នឹងវាជួយយើងអាចថារីកចម្រើនពី level ទៅ level មែនរហូតស្រឡាញ់វាហ្នឹងហើយអញ្ចឹងបញ្ជាក់ម្ដងទៀតអ្នកនរគ្នាវីដេអូនេះវាមានតែគ្រាន់តែជាការជជែកប៉ុន្តែវានឹងជាវីដេអូមួយដែលស្វែងយល់ស៊ីជម្រៅបន្តិចដែរពី role ផង HR ថាមិនតែ HR មិនគ្រាន់តែសភាបុគ្គលិកឬបុគ្គលិកទេតែវាមានរឿងជាច្រើនទៀតដែលអ្នកនរគ្នាអត់ទាន់បានដឹងឬក៏ផ្នែកផ្សេងអត់ទាន់បានដឹងអញ្ចឹងនេះក៏ជាឱកាសពិសេសហើយក៏ជាវត្តមានល្អមួយដែរដែលអាចចែកម្លែកទៅអ្នកទាំងអស់គ្នាដែលស្វែងយល់ពីបងលីភេងផងហើយស្វែងយល់ពី role HR ដែរអូខេសួររៀងចាក់ដល់ទៅក្នុងផ្នែកជ្រៅក្នុង HR តិចចង់នឹងថាតើការងារ HR ចម្បងស្អីទៅដែលជាការងារចម្បងសម្រាប់ HR ហ្មងនៅក្នុងក្រុមហ៊ុនមួយឬក៏នៅក្នុងស្ថាប័នមួយ
ជាមុខងារដែល HR ត្រូវតែធ្វើវាមកបាយអាចចែកម្លែកបានទេបាទអរគុណសម្រាប់សំណួរនេះអាចថាជាចំណេះដឹងសំខាន់ដែរបាទនៅពេលដែលយើងជជែកគ្នាអំពី HR វាមានរឿងច្រើនហើយបច្ចុប្បន្នអាចនិយាយក្រៅបន្តិចនៅពេលដែលគេនិយាយពាក្យថា HR ដូចគ្នាយើងឃើញនៅក្នុង social media មួយចំនួនហ្នឹងហើយគឺឆាតទៅអត់ reply ឆាតហើយដាក់ពាក្យអត់សុភាពហ្នឹងហើយឆាតហើយដាក់ពាក្យសុភាពហើយអត់ប្រាប់ដំណឹងហ្នឹងហើយអាហ្នឹងក៏វាជាកត្តាមួយចំនួនដែរជាពិសេសឆាតមកសួរប្រូនៅបុគ្គលិកប្រូអញ្ចឹងមែនហើយដាក់ផុសនៅក្នុង Facebook ហើយ comment តម្លាក់តាលេខទូរស័ព្ទឲ្យទៀតហ្នឹងហើយអញ្ចឹងទាំងអស់នេះគឺជាការងារដែល HR ក៏ត្រូវផ្ដោតដែរហ្នឹងហើយយើងមិនបន្ទោសទាំងអស់ទេនឹងមិនបន្ទោសទាំង HR ឬក៏ candidate មួយចំនួនទេប៉ុន្តែយើងជាគេហៅថាបទពិសោធន៍មួយដែលយើងគួរតែយកមកស្វែងយល់ហើយយើងធ្វើយ៉ាងម៉េចឲ្យបេក្ខជនដែលដាក់ពាក្យគាត់យល់ពីដំណើរការដែលយើងចង់ឲ្យគាត់ដាក់ពាក្យមកយើងបាទអញ្ចឹងបើត្រឡប់មកវិញនៅក្នុង HR ពាក្យថា Human Resource Management នេះវាគឺជាយុទ្ធសាស្ត្រមួយគេហៅថា functional strategy ហើយ functional strategy នេះវានៅក្នុង strategic planning របស់ business អញ្ចឹងនៅក្នុង business អាជីវកម្មមួយគាត់មាន strategy ឬក៏មាន planning ផ្សេងៗដែលគាត់មានអញ្ចឹងណាដល់ឡែកនៅក្នុង HR ហ្នឹងឬក៏ដូចជា marketing ក៏ដូចជា accounting ហ្នឹងគេហៅថា functional strategy បើន័យថាគាត់គឺជាគេហៅថាផែនការយុទ្ធសាស្ត្រមុខងារដែលពួកគាត់តាមផ្នែកនេះគឺមានសារៈសំខាន់នៅក្នុងការជំរុញ business ដើរទៅមុខហ្នឹងគេហៅថា functional strategy អញ្ចឹងជារួមវិញគឺ HR Human Resource Management ហ្នឹងក៏ដូចគ្នាដែរហើយនៅក្នុង HR ហ្នឹងវាមានមុខងារវាទៀតជាទូទៅគេបែងចែក HR ធំជា4អាហ្នឹងយើងលើកឡើងអ្វីដែលជាទូទៅហើយដែលខ្ញុំបានរៀនសូត្រខ្លះក៏បានឆ្លងកាត់ខ្លះអញ្ចឹងបើសិនជាមានចំណុចខ្វះខាតអីអាចទស្សនិកជនឬក៏អ្នកដែលបងមានជំនាញ senior ជាខាងជាន់ខ្ពស់ផ្នែក HR អាចជួយ comment ឬក៏អាចជួយផ្ដល់មតិយោបល់បន្ថែមបានដើម្បីចូលរួមជាចំណេះដឹងចែកទៅដល់អ្នកមើលបាទព្រោះស្មើឥឡូវគេមើលគ្រាន់តែមើលវីដេអូណាមើលវីដេអូមកអស់ចិត្តហើយចូលទៅមើល comment ទៀតមិនចឹងអញ្ចឹងបងជាជំនួយអាចជួយបន្ថែមព្រោះយើងអត់ខ្ចោះទេយើងត្រូវការអ្នកបំពេញបន្ថែមដែរដូចគ្នាអញ្ចឹងបង senior អាចជួយបានអូខេតោះយើងបន្តទៅទៀតត្រឡប់ទៅវិញយ៉ាងណាមិញនៅក្នុង HR យើងបែងចែកជា4ហើយដូចជាទី1យើងផ្ដោតទៅលើ recruitment and selection ពាក្យថា recruitment and selection នេះគឺវាមានរឿងតទៀតមានថាការជ្រើសរើសបុគ្គលិកហើយនិងការចម្រាញ់បុគ្គលិកបន្តមកយើងមាននៅក្នុងមុខងារមួយទៀតគេហៅថា training and development ការបណ្ដុះបណ្ដាលនិងការអភិវឌ្ឍសមត្ថភាពបុគ្គលិកហើយចំណុចទី3ហ្នឹងគឺទៅលើ compensation and benefit តកតងទៅនឹងការទូទាត់ប្រាក់សំណងអត្ថប្រយោជន៍ផ្សេងនឹងហាចុងក្រោយហ្នឹងគឺភាគច្រើនគេនិយាយថា employee engagement មានន័យថាការចូលរួមបុគ្គលិកជាមួយគ្នាមកថាជំរុញបុគ្គលិកឲ្យគាត់ចូលរួមសកម្មភាពជាមួយស្ថាប័នឬក៏ក្រុមហ៊ុនអង្គភាពយើងអញ្ចឹងអភិវឌ្ឍធនធានមនុស្សអភិវឌ្ឍធនធានមនុស្សហ្នឹងអញ្ចឹងទាំង4នេះវាជាមុខងារសំខាន់ដែលអ្នកដែលកាន់ HR role ហ្នឹងហើយគឺគាត់ត្រូវផ្ដោតទៅលើហើយក៏ហ្នឹងហើយដូចជាចែកម្លែកដល់អាចថាជា HR ចំនួនក្រោយឬក៏ HR ដែលគាត់ធ្វើប្រចាំអាជីពហ្នឹងឲ្យគាត់ស្វែងយល់ទៅលើ function ហ្នឹង4ហ្នឹងសំខាន់សិនហ្នឹងហើយទៅក្រោយហ្នឹងយើងចាប់ផ្ដើមមានតាំងពី business HRBP business HR business partner មានតាំងពី human capital មានតាំងពី human behavior អាទាំងអស់ហ្នឹងគឺជាគេហៅថាដំណើរឬក៏ការផ្លាស់ប្ដូរបរិបទនៅក្នុងសម័យបច្ចេកវិទ្យាគេចាប់ផ្ដើមផ្លាស់ប្ដូរទុននីតិទាំងអស់ហ្នឹងតាមសម័យបច្ចេកវិទ្យាមកថាពីមួយចំនួនទៅមួយចំនួនហ្នឹងហើយអញ្ចឹងគាត់ថាជារួមមកវិញជាមូលដ្ឋានគ្រឹះនៅក្នុងការចាប់ role ជា HR គឺយើងមាន4ហ្នឹងហើយគឺអាចថាទី1ជា recruitment and selection ហ្នឹងហើយគ្នាយើងអាចស្គាល់ហើយទី2 training and development ទី3 compensation and benefit ហើយទី4អាចថាជា employee engagement បាទអញ្ចឹងអូខេអីរៀងជ្រៅបន្តិចដោយសារតែខ្ញុំចាប់ពីមុនមកដែលបងបានលើកឡើងថានៅក្នុងក្រុមហ៊ុនមួយគាត់មានផែនការមិនចឹងមានផែនការរួមហើយ HR ក៏ជាផ្នែកមួយនៃផែនការហ្នឹងដើម្បីរុញ business ហ្នឹងឲ្យទៅមុខអញ្ចឹងដឹងថាអានេះពីយុទ្ធសាស្ត្រផងបងផ្ទាល់ណាបាញ់ថ្លឹងថ្លែងរបៀបម៉េចរបៀបរវាងផែនការផង HR ហើយនិងផែនការក្រុមហ៊ុនដើម្បីរុញគោលដៅផងក្រុមហ៊ុនមួយហ្នឹងឲ្យទៅជោគជ័យបានណាបាទអូខេអរគុណតិចបានអាចចែករំលែកបានតាមបទពិសោធន៍របស់ខ្ញុំហើយក៏ដូចជាការរៀនពីរៀនច្បងក៏ដូចរៀនពីមិត្តរួមការងារទាំងអស់ខ្ញុំអាចចែករំលែកមួយចំនួនប៉ុន្តែយ៉ាងណាមិញគឺនៅតែបន្តលើកទឹកចិត្តដល់រៀនច្បងគាត់ជួយ recommend បានបន្ថែមទៀតដើម្បីធ្វើផែនការយុទ្ធសាស្ត្រមួយក្នុងអង្គភាពបានជាទូទៅម្ចាស់អាជីវកម្មឬក៏អាចថាជា
ម្ចាស់ក្រុមហ៊ុន បាទ គាត់ត្រូវតែរៀបចំជាចក្ខុវិស័យបេសកកម្មហើយនឹង goal របស់គាត់ទើបយើងអាចរៀបចំផែនការយុទ្ធសាស្ត្រក្រុមហ៊ុនទៅមុខបានហ្នឹងហើយព្រោះដោយសារផែនការយុទ្ធសាស្ត្រគឺត្រូវតែមាន vision mission and goal ហ្នឹងហើយ បាទ បើសិនជាយើងអត់មានទាំង3ហ្នឹងទេយើងពិបាកនៅក្នុងការរៀបចំ plan ទៅតាម function department មួយបាទអញ្ចឹងដើម្បីថ្លឹងថ្លែងតបទៅសំណួរបងសូលីដែលគាត់បានសួរដើម្បីថ្លឹងថ្លែងថាតើក្នុង department HR តើអាចស្របឬក៏អាច align ជាមួយនឹង goal company តាមរយៈអីទី1គឺដូចខ្ញុំជំរាបជូននេះគឺទៅលើ vision and mission ថាតើចក្ខុវិស័យរបស់ក្រុមហ៊ុនគាត់ចង់ទៅណាគាត់ចង់ទៅជា top 1 ឧទាហរណ៍ example នឹងគាត់ចង់ជា top 2ឬក៏យ៉ាងម៉េចហ្នឹងហើយគឺ HR department គឺគាត់ត្រូវគិតយ៉ាងណា strategy គឺត្រូវទៅ align ជាមួយ goal របស់ទស្សនៈរបស់ក្រុមហ៊ុនហ្នឹងហើយគាត់ចង់ឲ្យឧទាហរណ៍ថានៅក្នុង culture company គាត់ចង់ឲ្យមានបុគ្គលិកមានការអភិវឌ្ឍទៅលើចំណេះដឹងអញ្ចឹងបកមក HR department គាត់ត្រូវយ៉ាងណាគឺផ្ដោតទៅលើមួយឯង training development បាទ ហ្នឹងហើយ training development បើសិនជា culture ក្នុងក្រុមហ៊ុនគាត់ចង់ឲ្យមានការរីកចម្រើនបច្ចេកវិទ្យាអញ្ចឹង HR department ក៏ដើរតួនាទីក្នុងការចែករំលែក training ទៅលើបច្ចេកវិទ្យា បាទ ហ្នឹងហើយជា technology មេដាដៃ100ណា workshop ហ្នឹងហើយឬក៏ចូលរួមនៅក្នុងសិក្ខាសាលាឬក៏ទៅជា abroad visit ផ្សេងក្រៅប្រទេសហ្នឹងហើយអញ្ចឹងគឺយ៉ាងណាគឺយើងយល់ដឹងពី vision របស់ក្រុមហ៊ុនសិន បាទអូអញ្ចឹងមកសរុបមកវិញយុទ្ធសាស្ត្រផនបងគឺត្រូវយកអាយុទ្ធសាស្ត្ររួមក្នុងក្រុមហ៊ុនហ្នឹងហើយយកវាមកបំបែកដើម្បីធ្វើម៉េចរុញគ្នាយើងទាំងអស់ហ្នឹងឲ្យទៅតាមគោលដៅរួមផងក្រុមហ៊ុន ត្រូវ អូខេ ព្រោះឆ្លើយតបថែមបន្តិចទៀតឆ្លើយតបព្រោះដោយសារតែនៅក្នុងក្រុមហ៊ុនផ្សេងគ្នាស្ថាប័នផ្សេងគ្នាវិស័យផ្សេងគ្នាយើងផែនការឬក៏ align ឈ្មោះមួយជាមួយក្រុមហ៊ុនខុសគ្នា បាទ ហ្នឹងហើយយើងអត់អាចថាចំពោះ ដូចគ្នាទាំងអស់ហ្នឹង ត្រូវបាទអត់អាចដូចគ្នាទាំងអស់ទេពេលខ្លះយើងក្រុមហ៊ុនគាត់ចង់បានចេះយើងគិតថាអូខេវាល្អអញ្ចឹងយើងត្រូវធ្វើយ៉ាងណាទៅតាមគោលរបស់ក្រុមហ៊ុនដែរតែបើសិនជាយើងយកពីកន្លែងចាស់ឧទាហរណ៍ example យើងយកអ្វីដែលយើងបាន implement នៅកន្លែងចាស់យកមកកន្លែងថ្មីវាតោះតែយើងសិក្សាមើលដែរហ្នឹងហើយគាត់ថាអ្វីដែលអាចថ្លឹងថ្លែងបានគឺទៅលើ goal របស់ក្រុមហ៊ុនហ្នឹងហើយទើបយើងអាចទៅបានប៉ុន្តែយ៉ាងណាមិញថ្លឹងថ្លែងហើយយើងនៅតែប្រកាន់យកអា function department ដែលខ្ញុំបានប្រាប់បងសង្លីមុនហ្នឹង បាទ 4ហ្នឹងគឺត្រូវដើរតាមគ្នា អានោះទៅជាគោលការណ៍ទូទៅ ជាគោលការណ៍ទូទៅត្រូវតែធ្វើ អូខេ បាទ អូខេអូខេដោយសារតែវាមានផ្នែកនៃ business ច្រើនមែនតើរាប់សិបផ្នែកដែលយើងមិនអាចរៀបរាប់អស់ហើយតែព្រោះមែនតើឥឡូវនេះស្អីក៏អាចទៅជា business បានដែរច្រើនណាស់មែនទេអញ្ចឹង HR ត្រូវដឹងច្រើននេះគ្នាទៅតាមផ្នែកនេះគ្នាតែដល់ឡែកឥឡូវនេះបើនៅក្នុងក្រុមហ៊ុន Deloitte Tech ដែលជាក្រុមហ៊ុន financial technology ដែលហៅថា fintech ត្រូវហ៎ហិរញ្ញបច្ចេកវិទ្យាហិរញ្ញវត្ថុហ្នឹងហើយសួរតិចមកពេលបើរើសបុគ្គលិកនៅក្នុង fintech ណាដោយសារ fintech ហ្នឹងយើងពិបាកវាអត់សូវយល់លេខទី1វាជាការអាជីវកម្មចំនួនថ្មីដែលវាទៅតែចូលមកទេទោះបីជា2 3 4 5ឆ្នាំហើយក៏ដោយតែវាមិនទាន់ថ្មីដែរបាយអាចប្រាប់បានទេតើធាតុសំខាន់អីខ្លះដែលបាយអាចប្រើទៅ recruit បុគ្គលិកនៅតាមផ្នែកនៅក្នុងវិស័យ fintech មួយហ្នឹងបាទអូខេអរគុណត្រឡប់មកនៅក្នុងក្រុមហ៊ុន Deloitte Tech ផ្ទាល់ដែលខ្ញុំកំពុងតែធ្វើការបម្រើការងារឲ្យក្រុមហ៊ុនបច្ចុប្បន្នអានេះសុំថែមតិចអានេះគឺសម្រាប់បងប្អូនដែលចង់ដែលត្រៀមខ្លួនដែលស្រឡាញ់វិស័យហិរញ្ញវត្ថុណាហ្នឹងហើយអាចស្ដាប់មើល HR ផងយើងត្រូវការគេហៅស្អីគេអានោះបុគ្គលិកលក្ខណៈឬក៏គោលការណ៍អីខ្លះហើយយើងអាចបំពេញបានអត់ដើម្បីមុនពេលយើង apply មកអញ្ចឹងទៅត្រូវអរគុណបងហើយនឹងតែអរគុណហើយចំពោះក្នុងវិស័យ fintech នេះនឹងដូចបងសាលីគាត់លើកឡើងអញ្ចឹងវាទៅតែថាបើសិនជាយើងនិយាយអំពី international ឬក៏ global អាចថានៅក្រៅប្រទេសគេយល់ដឹងច្រើនហ្នឹងហើយអញ្ចឹងសម្រាប់ Deloitte នៅខ្មែរយើង fintech នេះអាចថាវានៅក្នុងកម្រិតមួយដែលយើងកំពុងតែចាប់ផ្ដើមយល់ដឹងដែរហ្នឹងព្រោះ fintech ដូចគាត់លើកឡើងអញ្ចឹងគឺពាក្យថា fintech គឺ financial បូកជាមួយនឹង technology អញ្ចឹងគាត់បរួមជា short cut word គឺជា fintech ហើយនៅក្នុងវិស័យ fintech នេះដូចខ្ញុំដែរអាចថាជាបទពិសោធន៍ថ្មីមួយដែរហ្នឹងហើយបទពិសោធន៍ថ្មីមួយដែរដែលខ្ញុំអាចចូលក្នុងវិស័យ fintech នេះហើយខ្ញុំព្យាយាមដាក់ខ្លួនក្នុងការរៀនពី fintech នេះបានច្រើនរយៈពេល 3-4 ខែដើម្បីស្វែងយល់ពីដំណើរការថាតើ fintech នេះមានអត្ថប្រយោជន៍អីគេខ្លះផ្ដល់អីគេខ្លះដែរអញ្ចឹងបើសិនជាត្រឡប់ទៅសំណួរដែលបងសូលីសួរឡើងតាក់ទងនឹងអំពីតើធ្វើយ៉ាងម៉េចដើម្បីឲ្យ candidate ទាំងអស់ដែលគាត់អាចចង់ស្វែងយល់ឬគាត់ចង់ដាក់ពាក្យឬគាត់ចង់គិតថាចង់មានបទពិសោធន៍នៅក្នុងវិស័យ fintech នេះ
ở với đài chia tích đạch rồi coi cho sát để dân ai thưa bán thì mỗi cứ dân chia diêm ban này tha thôi job announcement này bây giờ có để tôn ng fintech industry bao giờ thật ta fintech industry bao giờ nữa cái thưa là bị mình này hay có ai tha có technical này sản phẩm tập này IT đôi chip này design nàyคือในក្នុងផ្នែកទាំងអស់ហ្នឹងគឺគាត់យល់ដែរតើតើនៅក្នុងវិស័យ technology ការធ្វើ web development ការធ្វើ system ផ្សេងៗអញ្ចឹងណាហ្នឹងអញ្ចឹងទៅការធ្វើផ្សាយជាដើមណាជាដើមអញ្ចឹងនៅក្នុងអ្វីដែលយើងអាចធ្វើបានគឺយើងព្យាយាមផុស job announcement ទៅ candidate ទៅ audience របស់យើងនៅក្នុង social media ហ្នឹងហើយយើងចាប់ផ្ដើមស្វែងយល់ឬក៏ចាប់ផ្ដើមមើលថាតើមានសិស្សនិស្សិតណាដែលគាត់រៀនផ្នែកនឹងច្រើនហ្នឹងហើយផ្នែកតើតងនឹង technology នឹង IT information system technology ឡាក់ហ្នឹងអញ្ចឹងយើងព្យាយាមបានថា split អាព័ត៌មានអស់នោះទៅកាន់គាត់ហ្នឹងហើយអញ្ចឹងបានន័យថាកន្លែងនេះខ្ញុំមិនសង្កត់ន័យថាតតែផ្នែករៀនខាងហ្នឹងទេតែគាត់អាចដាក់ពាក្យបានទេព្រោះនៅក្នុងយើងវាមាន position ច្រើនតាំងពី sale តាំងពីនៅកាន់ពី credit តាំងពី collection អីច្រើនហ្នឹងអញ្ចឹងអាចថាគាត់អាចចូលរួមជាមួយយើងបានដូចតែគ្នាទេគាត់ថាអ្វីដែលយើងផ្ដោតនេះគឺក្នុងវិស័យ fintech គឺទៅលើសិស្សនិស្សិតឬក៏អ្នកជំនាញទៅលើ technology ច្រើនបាទអាចយក finance នេះដែរអាចយក finance នេះដែរអូខេអានេះមែនតើក៏ជា clue ឬក៏ជា hint អាចបន្ថែមបានទេថាគាត់ត្រូវត្រៀមខ្លួនមិនដើម្បីមកឲ្យបងឯង select នេះតើឧទាហរណ៍ថាឥឡូវនេះខ្ញុំទៅរៀនចប់ពីសាកលវិទ្យាល័យមួយហើយឧទាហរណ៍ខ្ញុំមានជំនាញ accounting ចាឬក៏ហ្នឹងហើយឬក៏ខ្ញុំមានជំនាញ marketing តែខ្ញុំត្រូវត្រៀមខ្លួនមិនដើម្បីឲ្យអាជំនាញរបស់ខ្ញុំហ្នឹងអាច match ជាមួយនឹង business របស់យើងអូខេហើយយកបាញ់មើលដែរថាបេក្ខភាពទាំងអស់តើវាមានកត្តាខ្លះដែលយើងអាចរើសគាត់ហេតុផលអីដែលយើងត្រូវរើសគាត់សំណួរនេះអាចថាជាសំណួរសាមញ្ញតែមិនសាមញ្ញភាសាអីដោយសារតែដំណើរការមួយនេះភាគច្រើនអញនិយាយកាត់ខ្លីណាធ្លាក់ឲ្យជាប់គឺនៅក្នុងវគ្គហ្នឹងដែរការត្រៀមខ្លួនពីមុនហ្នឹងហើយព្រោះដោយសារតែការពេលដែលដាក់ពាក្យ candidate ឬក៏បេក្ខជនគាត់ត្រូវស្វែងយល់ឲ្យច្បាស់ពីទុននីតិគាត់ដាក់ហើយនឹងគេហៅថា job description របស់យើងផងណាគាត់ត្រូវមើលថាតើអ្វីដែលជាតម្រូវការពីក្រុមហ៊ុនទៅហើយអ្វីដែលគាត់មានហ្នឹងគាត់ fit ជាមួយអត់តែអ្វីដែលសំខាន់ខ្ញុំចង់បញ្ជាក់ហ្នឹងគឺគាត់ត្រូវស្វែងយល់ថាគាត់ពិតជាចង់ធ្វើហ្នឹងមែនអត់ commitment ហើយនឹងការតាំងចិត្តបាទហើយនឹងអ្វីដែលគាត់ពងប្រាថ្នាថាគាត់ចង់ធ្វើខាងហ្នឹងគាត់ចង់សាក់ខាងហ្នឹងអានេះទើបយើងអាចទៅមុខបានព្រោះជាទូទៅនៅពេលដែល example ខ្ញុំអាចលើកឧទាហរណ៍ជាក់ស្ដែងនៅពេលដែលខ្ញុំជួបជាមួយនឹង candidate ជាក់ស្ដែងអ្វីដែលយើងចង់ដឹងមុនគេគឺ commitment របស់គាត់ហើយបាទចង់ដឹង commitment របស់គាត់យើង believe ទៅលើសមត្ថភាពរបស់គាត់ដោយសារគាត់ proof យើងតាក់ទងនឹង certificate តាក់ទងនឹងនៅក្នុងប្រវត្តិរូបសង្ខេប CV គាត់ដាក់ហើយ portfolio របស់គាត់មានតាំងពីបទពិសោធន៍មានតាំងពី skill គុណវុឌ្ឍិបាទហើយចំណេះដឹងនឹងឲ្យ qualification សញ្ញាបត្របានសរសើរបានសរសើរឡើងឡើងអញ្ចឹងគាត់ដាក់ឲ្យយើងមកទាំងអស់បាទហ្នឹងគឺជាព័ត៌មានដែលគាត់ទទួលបានហើយយើង appreciate អ្វីដែលគាត់សម្រេចបានហ្នឹងណាតាមរយៈធ្វើប្រវត្តិរូបសង្ខេបហ្នឹងអញ្ចឹងជា reality នៅជាក់ស្ដែងអ្វីដែលពីខ្ញុំទៅគេថាជា requirement ពីអ្នកសម្ភាសទៅគឺចង់ឲ្យគាត់មាន commitment ហ្នឹងហើយការតាំងចិត្តហើយនឹងភាពច្បាស់លាស់នៅក្នុងផ្នែកដែលគាត់ដាក់ពាក្យមួយហ្នឹងអញ្ចឹង candidate ទាំងអស់គាត់ត្រូវ prepare ខ្លួនថាគាត់ពិតជាច្បាស់លាស់ទៅលើមុខតម្លៃមួយហ្នឹងអូខេអញ្ចឹងយើងផ្ញើសារជាសម្លេងទៅកាន់បងប្អូនអ្នកស្ដាប់ទាំងអស់ថានៅក្នុងអាជីព business អីក៏ដោយត្រូវមានដំបូងផុតគឺ commitment ហ្នឹងហើយទី2ត្រូវស្វែងយល់ពីខ្លួនឯងដែរស្វែងយល់ពីអីដែលយើងនឹងចង់ធ្វើអញ្ចឹងដែរត្រូវបងត្រូវអូខេព្រោះទៅរួមមកវិញនៅពេលដែលយើងអត់បានសម្រេចឬក៏បាន commitment ច្បាស់លាស់ទេមិនថាយើងខាតពេលហ្នឹងហើយគាត់ដាក់ពាក្យហើយគាត់ធ្វើស្រាប់តែគាត់ធ្វើមួយរយៈគាត់គិតថាការងារមួយនោះអត់ fit ទេអញ្ចឹងប្រកាសណាគាត់ quit job ហ្នឹងអូខេនេះមានសំណួរតទៀត quit job ហ្នឹងអញ្ចឹងអ្វីដែលយើងចង់បានឱកាសគឺយើងត្រូវឲ្យមានសម្រាប់គ្នាយើងហ្នឹងគាត់ថាអ្វីដែលចង់បានគឺ requirement គឺការ commitment របស់គាត់បូករួមជាមួយនឹងគុណវុឌ្ឍិរបស់គាត់តកតងនឹងបទពិសោធន៍ការងារជាមួយនឹង soft skill របស់គាត់ជំនាញទន់របស់គាត់ជំនាញរឹងរបស់គាត់ហ្នឹងតែប្រហែលហ្នឹងខ្ញុំគិតថាអាចទៅបានដែរបើសិនជាគាត់រៀបចំ CV មកស្អាតបាតណា impression មួយទៀតដែរនៅក្នុងការដាក់ពាក្យឬក៏ការសម្ភាសន៍ហ្នឹងគាត់ត្រូវរៀបចំ CV ឲ្យមានរបៀបរយហ្នឹងហើយមានរូបថតមានឈ្មោះឬក៏ប្រវត្តិរូបរបស់គាត់មកហើយជាមួយនឹង attachment តកតងនឹងភ្ជាប់ជាមួយនឹងឯកសារផ្សេងៗមកខ្ញុំគិតថាមក file ហ្នឹងដែលគ្នាយើងអាចឬក៏ទស្សនិកជនឬក៏បងប្អូន candidate តែគាត់ដាក់ពាក្យ
គាត់រៀបចំមកនឹងបានស្អាតជា file មួយដែលស្អាតមើលទៅគឺ100%ខ្ញុំអាចធានាបានថាគាត់ short list សម្រាប់ first round អូខេអញ្ចឹងអានេះវីដេអូនេះយើងផ្ដាំទៅបងប្អូនតែបើជាមិនតែបងប្អូនក្មេងៗដែលអាចមើលនេះបានទេពូលោកមីងបងប្រុសបងស្រីក៏អាចមើលបានដែរមិនអញ្ចឹងពីព្រោះអីដូចឧទាហរណ៍ខ្ញុំចាត់ស្ដាយម៉ាក់ប៉ាខ្ញុំនៅខេត្តគាត់មិនដែលដឹងពីរៀនស្អីមិនអញ្ចឹងឥឡូវចែកលេខខ្លួនឯងតិចខ្ញុំមកពីស្ទឹងត្រែងឆ្ងាយណាពីភ្នំពេញទៅឆ្ងាយមែនតើមិនត្រឹមស្ទឹងត្រែងណា70គីឡូពីស្ទឹងត្រែងទៀតអូស្វាយអញ្ចឹងប៉ាម៉ាក់ខ្ញុំពីច្រើនគាត់អត់សូវដឹងទេទៅលើការសិក្សាទៅលើអាជីវកម្មប្រភេទប្រកួតប្រជែងនៅភ្នំពេញនេះគាត់មិនសូវដឹងទេប៉ុន្តែនេះក៏ជាហ៊ានមួយដែរឬក៏ជាកលឹះមួយដែលគាត់អាចឲ្យកូនគាត់ពីព្រោះខ្ញុំឃើញថាប៉ាម៉ាក់ពីច្រើនគាត់ invest ហើយខ្ញុំទៅសារទឹកចិត្តពួកគាត់មែនតើដែលបងប្អូនមួយចំនួនឬក៏ពូមីងមួយចំនួនគាត់ហ៊ាន invest ជីវិតរបស់គាត់ដើម្បីឲ្យកូនគាត់អាចមកផ្សងព្រេងនៅភ្នំពេញបានអញ្ចឹងអានេះបើសិនជាអ៊ំពូមីងដែលបានឃើញឬក៏បានលើវីដេអូនេះអាចស្ដាប់មើលហើយអាចបញ្ជូនបន្តទៅកាន់កូនឬក៏បងប្អូនឬក៏ជាមតិយោបល់ដែលអាចគាត់ធ្វើជាជំនួយដែរអញ្ចឹងបទពិសោធន៍ខ្ញុំហ្នឹងប៉ាម៉ាក់ខ្ញុំគាត់នៅឆ្ងាយគាត់មិនសូវដឹងទេអញ្ចឹងទៅពេលខ្លះគាត់ឃើញអីថ្មីគាត់មកប្រាប់យើងហើយយើងក៏ដឹងហើយដែរប៉ុន្តែយើងក៏សប្បាយចិត្តដែរពីព្រោះបើយើងត្រឡប់ទៅវិញយើងរសារទឹកចិត្តគាត់ណាគាត់ហ៊ាន invest ជាមួយយើងអញ្ចឹងណាអូខេត្រឡប់មកវិញនៅក្នុង financial technology ដូចថាតែនៅក្នុង financial technology វាជាគេហៅ industry ខ្មែរមាននៅ industry គេថាវិស័យមួយដែលប្រកួតប្រជែងខ្ពស់មែនតើហើយវាច្រើន candidate ដែលធ្វើការនៅក្នុង industry ហ្នឹងឬក៏វិស័យហ្នឹងសុទ្ធតែជាអាចថាជាធនធានដែល challenge ណាដែល talent ណាដែលគាត់លេចធ្លោអញ្ចឹងនៅពេលដែលគាត់លេចធ្លោ talent ហ្នឹងបាញ់អាចចែកម្លែកពីបទពិសោធន៍ក្នុងការគ្រប់គ្រងបុគ្គលិកដែលគាត់មានទេពកោសល្យនៅក្នុង skill មួយរបៀបម៉េចព្រោះអីក្នុងវិស័យហ្នឹងវាប្រកួតប្រជែងគ្នាខ្លាំងមែនតើបាទមិនដែលលឺរបៀបហាន់ទៅហាន់មកវាអញ្ចឹងហ្នឹងហើយលឺពាក្យនេះវានឹងអាចថា challenge ខ្លាំងនៅក្នុងវិស័យការងារហើយក៏ដូចជាហ្នឹងហើយនៅក្នុងជាអាជីពការងាររបស់យើងបាទមែនតើទៅអាចភ្ជាប់សំណួរដែរពាក្យថា human resource យើងមិនមែនថាយើងគ្រប់គ្រងគាត់ទេហ្នឹងនិយាយខ្លីគឺយើងមិនមែនគ្រប់គ្រងមនុស្សទេបាទគឺមិនមែនគ្រប់គ្រងមនុស្សទេគឺយើងគ្រប់គ្រងទៅលើ talent របស់គាត់ទេពកោសល្យហើយនៅភាពប៉ិនប្រសប់របស់គាត់នៅកន្លែងការងារបាទតាមផ្នែករបស់គាត់ត្រូវយើងអត់អាចទៅគ្រប់គ្រងគាត់ថាអូត្រូវនៅនេះធ្វើនេះនៅហ្នឹងហើយចាប់ណាធ្វើហ្នឹងហើយត្រូវទៅមុខទៅក្រោយអត់ទេហ្នឹងហើយព្រោះការគ្រប់គ្រងបែបនេះគឺមិនហៅថា human resource ទេគឺយើងគ្រប់គ្រងទៅលើ talent ណា capital របស់គាត់ឬក៏ជាគេហៅថាភាពប៉ិនប្រសប់របស់គាត់ហ្នឹងហើយអញ្ចឹងអ្វីដែលយើងអាចគ្រប់គ្រងបាននៅក្នុង talent របស់គាត់ហ្នឹងគឺយើងត្រូវស្វែងយល់ពី candidate ឬក៏ពីបុគ្គលិកយើងផ្ទាល់ដែរថាតើគាត់ចូលចិត្តអ្វីដែលគេតែនិយាយថាយើងត្រូវគិតបុគ្គលិកហ្នឹងទៅលើថាភាពខ្លាំងរបស់គាត់ពេលសភាពយើងសួរដែរភាពខ្លាំងខ្សោយរបស់គាត់ឯគេហ្នឹងដើម្បីយើងគិតថាអូបើសិនជាគាត់ខ្វះខាតនេះហើយយើងសួរគាត់ទៅអត់មានអ្វីក្រៅពី face to face interview ទេតែគាត់ចង់រៀនអីគាត់ខ្វះខាតអីអញ្ចឹងយើងចាប់ផ្ដើម deep down ជាមួយគាត់ហើយយើងផ្ដល់អ្វីដែលគាត់ចង់រៀនទីខ្ញុំចែកនេះអាភាពខ្លាំងភាពខ្សោយនេះពីមុនខ្ញុំឆ្ងល់ចុងពេលទៅសាភាលេ HR សួរអណៃខ្លាំងអីអណៃខ្សោយអីហើយចង់ដឹងទៅពេលដែលខ្ញុំឆ្លើយយូរអ្នកនរគ្នាចំនួននេះពេលដែលខ្ញុំឆ្លើយយូរធ្វើឲ្យខ្ញុំស្គាល់ខ្លួនឯងកាន់តែច្បាស់យូរទៅអ្នកខ្លះសួរថាឥឡូវអ្នកនរគ្នាដែលមើលវីដេអូហ្នឹងអត់ដឹងថាបានប្រហែលនេះតែអាចឆ្លើយខ្លួនឯងបានថាខ្លួនឯងរងថ្ងៃហ្នឹងខ្លាំងអីអ្នកខ្លះអត់ដែលដឹងថាខ្លួនឯងហ្នឹងខ្លាំងអីទេហើយបើគេសួរថាខ្សោយអីមកកណោត្រូវហ៎តែពេលសួរកន្លែងខ្លាំងផងយើងជាការរមួយរអត់ឃើញទេអញ្ចឹងអានេះអាចចំនួនផន HR ដែលសួរថាតើយើងខ្លាំងអីខ្សោយអីហ្នឹងដេញទៅជួបរហូតក៏ប៉ុន្តែពេលខ្លះយើងគិតថាវាអត់សំខាន់តែពេលយើងឆ្លើយច្រើនទៅយើងចាប់បានឃើញខ្លួនឯងកាន់តែច្បាស់អាឃើញខ្លួនឯងហ្នឹងចាប់បានឃើញមីមគេគាត់ចាប់បានឃើញខ្លួនឯងនិយាយលេងអញ្ចឹងនេះជាយុទ្ធសាស្ត្ររបស់បងមួយចំនួនមិនថាយើងមិនមែនគ្រប់គ្រងគាត់ទេប៉ុន្តែយើងអាចជាតម្រង់ទិសគាត់ហើយយើងក៏មិនមែនគ្រប់គ្រងមនុស្សដែរប៉ុន្តែយើងគ្រប់គ្រង talent គ្រប់គ្រងការភាពប៉ិនប្រសប់របស់គាត់តាមផ្នែកអីដែលគាត់កំពុងតែធ្វើមួយអញ្ចឹងត្រូវហ្នឹងអាចថាភ្ជាប់ថែមទៀតខ្ញុំអាចរៀបចំជា order អញ្ចឹងណាទី1ហ្នឹងយើងគ្រប់គ្រងទៅលើ talent របស់គាត់និងភាពប៉ិនប្រសប់របស់គាត់ហើយទី2យើងត្រូវតែ build ទៅលើ culture company របស់យើងដែរហ្នឹងហើយតើយើងជាចង់ទៅជាវប្បធម៌ការងារទៅបែបណា
ព្រោះនៅក្នុង culture នៅពេលដែលយើងជជែកឬក៏យើងផ្ដោតទៅលើប្រធានបទ culture មួយ company គឺប្រហែលជាមានបង HR ឬក៏ខាង HR ច្រើនណាស់គាត់ទៅជជែកគ្នាអំពីវប្បធម៌ការងារថាធ្វើម៉េចដើម្បីឲ្យវប្បធម៌កន្លែងការងារគាត់មានការរីកចម្រើនតាមរយៈវប្បធម៌ការងារបុគ្គលិកគាត់អាចចូលរួមបានអញ្ចឹងវាមានរឿងច្រើនមែនទេហើយទៅតាមស្ថាប័នហើយទៅតាមបរិបទទៀតអញ្ចឹងគាត់ថានេះទី1យើងផ្ដោតទៅលើគ្រប់គ្រងទៅលើ talent យើងត្រូវស្គាល់បុគ្គលិកយើងមួយឲ្យច្បាស់ដែរតែគាត់ខ្លាំងអីគាត់ខ្សោយអីទី2យើងត្រូវ build company របស់យើង culture របស់យើងហ្នឹងហើយធ្វើម៉េចឲ្យវា align ជាមួយនឹងអ្វីដែលបុគ្គលិកគាត់ចង់បានដែរហ្នឹងហើយបន្ទាប់មកយើងបាន build ទាំងពីរហ្នឹងឲ្យគាត់ហើយហ្នឹងទី2ចំណុចទាំងពីរហ្នឹងអញ្ចឹងចំណុចទី3ចុងក្រោយដែលអ្វីដែលយើងបានគឺយើងចាប់ផ្ដើមអនុវត្តទាំងអស់ហ្នឹងឲ្យគាត់ដល់ឲ្យគាត់អញ្ចឹងអ្វីដែលយើងអាចគ្រប់គ្រងបានការ tracking ប្រចាំថ្ងៃប្រចាំខែយើងមើលទៅលើ talent របស់គាត់អូខេអញ្ចឹង in the end បើសិនជាការយើងផ្ដល់ឲ្យហើយយើងនៅតែបើថា talent របស់យើងមួយចំនួនគាត់ quit ហ្នឹងហើយអញ្ចឹងយ៉ាងណាក៏យើងអាចនៅតែបន្តអ្វីដែលយើងអាចផ្ដល់គាត់គេហៅថា employee experience ណាទោះបីជាគាត់នៅជាមួយយើងយូរឬក៏អ្នកខ្លះខ្លីប៉ុន្តែយើងបានផ្ដល់អ្វីដែលជា good employee experience ទៅគាត់ដែរហ្នឹងហើយអញ្ចឹងយ៉ាងណាមិញព្រោះយើងមិនអាចដូចខ្ញុំជជែកអញ្ចឹងយើងមិនអាចគ្រប់គ្រងគាត់បានទេអ្វីដែលគាត់ចង់ព្រោះគាត់មានតែងតែមាន dream គោលដៅរបស់គាត់ហើយគាត់មិនអាចថានៅជាមួយយើង long term ឬក៏យើង expect ថាគាត់ត្រូវនៅជាមួយយើង10 20ឆ្នាំអត់ទេអ្វីដែលយើងអាច expect ពីគាត់គឺយើងអាចឲ្យគាត់យល់ពី culture របស់យើងផ្ដល់អ្វីដែលគាត់ត្រូវការហើយនឹង talent របស់គាត់នឹងផ្ដល់គាត់បន្តពី culture ដោយសារតែក្រុមហ៊ុនចេះពីច្រើនក្រុមហ៊ុនគេមាន culture របស់គេដែរដូចពាក្យស្លោកគេនិយាយថាប្រទេសមានច្បាប់គ្រួសារមានវិន័យបាទមិនអញ្ចឹងខ្ញុំគិតថា HR ប្រហែលជាផ្នែកមួយដែលសំខាន់ក្នុងការរុញគេហៅ culture ខ្មែរដែលនិយាយពីវប្បធម៌នៃការធ្វើការក្នុងក្រុមហ៊ុនមួយណាបរិយាកាសការងារហ្នឹងហើយបែរអាចចែកម្លែកបន្ថែមតិចបាទថាពី HR ទៅគាត់មានតិចនិចអីខ្លះដើម្បីធ្វើម៉េចរុញculture ក្នុងក្រុមហ៊ុនមួយហ្នឹងឲ្យទៅដល់បុគ្គលិកហើយជំរុញculture ហ្នឹងអនុវត្តទៅឲ្យបានជោគជ័យឧទាហរណ៍ជាក់ស្ដែងថាក្រុមហ៊ុនមួយហ្នឹងទម្លាប់ល្អមួយគឺបុគ្គលិកចូលធ្វើការលឿនមកអត់មកធ្វើការនៅក្នុងក្រុមហ៊ុនមួយហ្នឹងទោះបីជាគាត់ធ្វើមិនក៏ដោយរឿងមួយគឺបុគ្គលិកនៅក្រុមហ៊ុនហ្នឹងគឺ culture របស់នេះគឺចូលធ្វើការលឿនមកហ្នឹងហើយឧទាហរណ៍អានេះជាក់ស្ដែងណាមួយទៀតពេលដែលមានសកម្មភាពអីមួយគឺទាំងអស់ហ្នឹងគឺព្រូទៅមកអង្គការ unity អីចឹងហ្នឹងវាអញ្ចឹងអញ្ចឹងពី HR ទៅវិញពីព្រោះជាអ្នកដែលកាន់នៅក្នុងការអភិវឌ្ឍធនធានមនុស្សបើមានយុទ្ធសាស្ត្រដើម្បីរុញculture របស់ក្រុមហ៊ុនមួយពីព្រោះ culture មានផ្សេងៗគ្នាបាទជាទូទៅហ្មងធ្វើម៉េចរុញឲ្យទៅដល់បុគ្គលិកទាំងអស់បាទបើសិនជាយើងជជែកអំពីវប្បធម៌ឬក៏បរិយាកាសការងារសំណួរគាត់សួរថាតើយើងគួររៀបចំវប្បធម៌ការងារឬក៏បរិយាកាសការងារហ្នឹងជំរុញឬក៏យើងបានថាផ្ដល់ទៅកាន់បុគ្គលិកហ្នឹងយ៉ាងម៉េចខ្លះមានទីសាស្ត្របែបណាខ្លះពីបទពិសោធន៍ខ្ញុំផ្ទាល់អាចថាបើសិនជាខុសត្រូវអីអាចចែករំលែកបានហ្នឹងហើយពីនេះជាបទពិសោធន៍ខ្ញុំផ្ទាល់ទេហើយខ្ញុំក៏បានសិក្សាស្វែងយល់មួយចំនួនដែរអ្វីដែលយើងបានអ្វីជាវិធីសាស្ត្រចម្បងក្នុងការយើងមាន culture ហើយតើយើងគួរឲ្យគាត់ធ្វើម៉េចដើម្បីឲ្យគាត់អនុវត្ត culture របស់យើងបានបាទបន្ទាប់ពីយើងមាន culture ហើយយើងចាប់ផ្ដើមមើលថា culture ហ្នឹងល្អចំពោះយើងអត់ចំពោះបានថាពីរផ្នែកចំពោះក្រុមហ៊ុនអត់ចំពោះបុគ្គលិកអត់បើសិនជាអូខេយើងគិតថា culture ហ្នឹងល្អណាស់សម្រាប់បុគ្គលិកយើងអនុវត្តបានន័យថាយើងចាប់ផ្ដើមធ្វើវាយើងអត់សងសារnhữngកន្លែងហ្នឹងយើងចាប់ផ្ដើមធ្វើវាមក just do it ដូច Nike បាទចាប់ផ្ដើមធ្វើវាមកហើយការធ្វើនេះយើងត្រូវតែធ្វើឲ្យជាប្រចាំទៀតបាទចាប់ផ្ដើមធ្វើវា consistent ថាជាប្រចាំមកអត់អាចថាធ្វើតាមអារម្មណ៍របស់ផ្នែក HR ទេឬក៏ផ្នែកអ្នកជំរុញវប្បធម៌ហ្នឹងគាត់ធ្វើតាមថ្ងៃនេះធ្វើឬក៏ចាំអាទិត្យក្រោយធ្វើគាត់ថាថ្ងៃនេះអត់មានបុគ្គលិកមកធ្វើការច្រើនទេមិនធ្វើទេឬក៏ថ្ងៃនេះថ្ងៃឈប់ថ្ងៃបុណ្យបុគ្គលិកមកតែពាក់កណ្ដាលយើងមិនធ្វើទេថ្ងៃនេះខ្ញុំអត់បានបាយព្រឹកផងអារម្មណ៍ល្អអត់ចង់ធ្វើអញ្ចឹងអាកត្តាទាំងអស់ហ្នឹងទោះបីជាយើង design culture មួយដែលល្អខ្ចោះឬក៏យើងយក design culture មកពីក្រៅប្រទេសគឺក៏ក្រុមហ៊ុនល្បីពីក្រៅមកយើងយកមកអនុវត្តក៏យើងអត់ទៅមុខដែរបើមិនតែយើងអត់ធ្វើវាហើយយើងអត់ធ្វើវា consistent ទៀតតែចំណុចសំខាន់ផុតគឺចាប់ផ្ដើមធ្វើវាយកបាទដល់យើងគិតថាចាប់ផ្ដើមធ្វើវាតែហូមឯងកុំឲ្យប៉ះពាល់ដល់បុគ្គលិកឬក៏ប៉ះពាល់ដល់ក្រុមហ៊ុនទាំងអស់ដែរត្រូវថ្លឹងថ្លែងដែរព្រោះជឿឲ្យរួចទេភាពគេហៅថាផលលំបាកគុណសម្បត្តិនិងគុណវិបត្តិតែតែមានប៉ុន្តែយើងតែងតែចង់បានគុណវិបត្តិតិចជាងហ្នឹងហើយបាទអត់ជឿអត់ផុតទេ
mình tha ta nó không là chi vật cám ấy xong rồi tại nó không có thao bao đây kia rồi cảm phải vót với tay mình cả bà bò là tị được cái chấn ta tam ca khăng khai bảo thật qua bữa cái xem chẳng tài chẳng nên công hôn đi kia cả của bọn còn HR ở nên ở này ở bên class anh đi đang tới một cái lần sao không HR chẳng bên class còn công viên sự kiện và còn đài đó là ngày chẳng không ca chụp rồi ta là culture nó ca theo ca mùi muối viết một cách chưa sửa này nhưng tay để chăm bị mua để kê tha every chance mà bị suffer rồi ca plug đồ thì xuất tay chia xuất tại tụ ban này ca chưa chặt vậy chẳng về khác ca sầm rộp luôn rồi có ca apply ca đặt bọt chia từ lời ở culture rồi có ca vập thoa ca như mà cho nón vì anh thời chúng mình đang chất phản bộc là mình nè cầm tái vì anh thời chúng mình đang cố đào rùm hơn cầm hồn thời vậy chẳng thấy hay xua ta ca nghe để dương ở sầm trận đang phơi nó vì nãy cái nẹt non phơi này cứ ai cha này gì nẹt non phơi nên sốc chỉ cá u thon non kia dương ta được sầm ram thôi dương ta ở đó ok lấy ở đi xa là bị bọc thon nó bị miên rương chài máy ai chạy mình lại bàn đấy nực bị bọc xong anh bị đau mà mỏng tăng vì ai chập ở chip gì thôn thiên mình đúng không nè bọn này bọn thôn thiên mình đúng không ai chạy mình lại bật sao mùi bàn đấy vì hướng để dương bàn phơi để bọn bạn initiate từ can cầm hôn và chỉ bán được cầm hôn vì môn cái đấy để bài ai flop thôi từ bán ai chạy lại bàn đấy vì bật sao chột chay với gõ chột chay mùi các bạn này ok ai thay thì initiate ID muối tại tôi là bọc thó ai thay chỉ experience bao nhóm bọc thó muối này cái này experience chắc bao nhóm dương trong bậc cao từ lờ cái hào tha cái hào tha ca sharing biết là sharing ấy bạn tha cái nó nhóm create culture muối tại tôi là sharing đấy và tay ca sharing ấy cứ bạn tha quát thời tại miến ca sharing chỉ 100 ngày culture nó cứ cột nón như thua lá bên nó cứ dân trong ở buộc là thực có châu rùm bật là những cái này bật lớn dương thom đá mà sân thì dương ở miền đấy có tay tại chơi cái lên này đi sang pho mà chuyển đổi này chơi cái lên break lá đường này còn mình cua chơi có đường ở bên chấm miếng còn lợn máu chứ dương trong ở ngoài từ lớp này cái theo đường này có chơi cái break lớn nhưng mà chỉ chấm nút đau ca sharing về đại lọ mà mình chẳng trong mình trắng nó không đài về đại con sharing bị mùi từ mùi hết chạy mấy cái này mà nè tao mà nè hết con có bán kết ở từ lời được positive vậy này vậy thấy chứ biết coi chủng rối nhau cái lại càng nghe bao nhiêu có ai chi chủng nuôi mà chủng nuôi này chi nó phải đa ô tô ho thay con bao bật là isam phó nhung toàn vì muốn dừng bao món telegram pop cho mình initiate chia sẻ đình để khi dừng chập ra mưa từ lời telegram được có group xem này vì affect từ lời làm bao giờ tăng pi ô tô ho ra group thằng này xem vì còn là mưa nữa vì affect càng nghe tầng bật một tầng bật dấn đâu phải thôi affect càng nghe thấy nhưng ở ban kết là càng nghe thấy nhưng ở kết hưởng positive thì chẳng hạn là dừng hai là nhóm initiate lá ha mà bất cứ mà nè mà bị được con mà nè mà topic positive có đường xe đi còn xe bán xe sao mấy thằng mấy ai quạt chỉ chạy đường positive ok yeah anh ấy xin khăn mình đã nhận rằng này về bắc kêu chỉ về này dương chấp đam chỉ vật này thế ngày thầy ấy chẳng phải clap một giờ dương bao Facebook mà rồi dương tập bao comment mà chỉ đường là áp vào miệng cô là đường để áp u cái khác đã chờ ngay muối nó chỉ ngay áp u mà và công tác với khác vậy lên sái ô tô pin chua phim móc dẹp là mê dân được xa thằng ngày đi xa đấy với khác mà mặn nó thôi dương bảo trận mà hay pin mà thưa ca ở lực cả hai giờ mà ok anh ấy chỉ riêng đây là ôm mình tên không ca chạy lại và thôi này ca chạy lại riêng lõ anh ấy vì mình miền tây này không HR được học chị để bảo ban này đi chị tại căn cầm hôn này cầm tay nhưng khơi thay viên là không sừng cung tu tới này ca chạy làm lệ tên này không bình đang sừng cung bao giờ nhưng mà đang thà anh ấy bật kho thử ở số một ôn cùng một cái đó nhưng mà đang thà nó không ca cật hòn nhẹ lên mà đang sừng cung hòn dưới về khác quạt cật ấy để đo thà post content mùi quát trôi từ một tầm chỉ bao tháng ok thôi hưởng lọ cầm tháp pe khác quát ta xe được ăn lọ là bởi cái khởi dơ là này đấy thằng mấy quát khăng kia là cái kho được ăn lọ cầm tháp quát trôi từ một tầm tệ chỉ bao ăn lọ thì mấy thằng mấy quát ăn xe phần xe hưởng lọ ấy có thay ta
vậy đàm kêu thôi vậy đàm cái xe đường của xa bao kê nhưng đâu ấy nhưng con tên social bảo không ai chất bảo rương hai khu cái này rương bắt đây được pôn rương lên le rương chỉ vật nhẹ đỏ tây á giúp có trong đang khăng nhưng chỉ vật luôn này anh đi bớt xin chỉ passport xong mà phải tôi đấy nè hay được về chân tới có trôi được đom thị chỗ bò này ngả này thôi po chẳng ăn ò này cái nào về để có đang trôi được tôi quam trò với bùa nó không agree dầm on Facebook để sao này nhưng mình ta tới nhưng nó không chụp để digital mà cái thấy nhưng đăng tra vì socialในการแบบเนี้ยพอนเนี่ยปลาในบรรดาสังคมนะในขนมอัลกอริทึมพอน Facebook เพื่อสักมันทำมาจากอัลกอริทึมโดยเฉพาะระเบียบการประดาเอาการจับโยหรือการโยไงการโยปีเนี่ยเผยแพร่ระบบโซเชียลมันแต่ Facebook ไอ้กบโซเชียลถึงเวียดเข้าทางในอันกับมันปีไอ้ที่สำคัญเป็นอันกับมันมวย is cao interact หรือก็ engage chẳng nên bây giờ chúng tôi tới chê cái đấy công tác vì analyze ban thay cần thân mới nắm chưa cần thân để tôi ban cả chập vào đó hay bây giờ vì analyze chẳng hay vì đừng rôn tên lại tại chú chất đăng hướng chân chân trần do lẽ năng này pop up màu bà ở bên chẳng chủng nhóm thưa vì tôi chay chùm lấy bắt về sau nhóm phẹp cái bị tip này ca phở thu sen bảy phẹp bị tip này ca thôi cho HR apply tới cho cái lại ca nghe hát đấy anh miên mình được mới chứ anh út phô chê nghe mình được mới cái đó vì lấy công tác năng mền chẳng anh ấy chỉ ca năm nhà bị nhom này và sân chỉ ai nè phở phẹp này cùng dân chấp đam từng ở cái này ta hướng mua chấp đam bị nhom bị khăn bị muốn chuyện xe ở xe công tác du tính cái tha anh nói cứ chỉ profile bao nhom này nó không mình anh cũng ok nhưng trôi được không mình anh cũng biết profile bao nhiêu cứ chỉ khuôn dương mùi năm tí tam xe để nó nói chăm ấy chỉ metaverse anh nó cứ chỉ khuôn dương mùi tiết á chứ nó không mình đang cũng anh nói nó không ở reality đến cài luôn nơi và chuyện chăm ấy dương chỉ profile bao nhiêu mùi thế nó không mình đang cũng cài thêm trăm mình đang cũng bao nhiêu cái chuyện sầm khăn á về khác cái trong đăng về dưới cái ở xu là ta cô là than than này chung ai bong bồn Việt Nam thế cái chỗ từ Facebook cái số chung những cái scroll mời anh ấy chỗ chất thơn đi chỗ chất thơn đi có xe hưởng trên chạy chứ một thời gian xe hưởng bị chói chấn nhưng cái thằng bạc vì cái chia cả sản này thằng ở khăn này làm tập ôn rồi có bong bồn này tay này control rồi ở vị trí miền phía trái nó không dừng cúng khi cận mà với anh ta ca chạy đầm lệ bao nhiêu vì anh passport tao đo nè đợt tây đi cái này vì anh passport tao đo nè đây cầm bông tam đan dơ được có nè để dương miên tầm nè tầm nòng chứ một thời dương trong ở sân cung mùi đi chìm rán vì chắc đang bị dường chứ nhưng xe hưởng lọ đấy ok mim mà chờ muốn về chỉ hưởng đây sải bãi chất xe hay nè đợt tây sát nó cái hưởng lọ đấy ca chạy lấy bắt sau mà chìm muốn có vị trí hưởng lọ trong tép đấy khác để dương khơi những thằng mà đây cũng ca chạy đấy nó cứ vinh một mình thế nhưng bài về class miền Tây Nam mua để vì trend này mua là bay tới pho máu sẽ ta khơi nào năng suất mà ốp rất pin fit mà chỗ ta Facebook có khơi TikTok có khơi mà đang dịch công này cả khơi nha tại với bảy nó không như sao phân thân thêm một nước ca trôi từ một profile bao qua được ca sắc xa bị buộc lần nè mà nè vì ai chỉ vô từ xa mùi thế còn anh nói ai tham vị trí xa mối bàn tay và sản phẩm nhôm toàn món nhôm ọt sơ phật khơi từ lớn này của đa sa tay anh nói ai tha chia cái họ tha entertain được có bài đại cọt show luôn lên cầm sàn nữa nè nên ngày này không ở bờ được bông gì chẳng ở không metaverse không mũi tiệt không phụ mũi tiệt gì các được phụ mũi tiệt chẳng như là để lại thì chứ vậy là nhôm từ vị trí xa đấy nhôm thử đó nó cứ từ interview face to face này từ lờ bài đại để lại thì bật cọt tá phiệp để lại thịt bọc cốt là phụ mũi tiệt này còn pi nữa tới dừng mệt với nhung khơi sao ăn mà chấm nón cái khé này cái khoang lên cam phở phải bạn đang sử dụng phân bục là bất tiết à chẳng hay bạn chỉ này chỉ hin đấy nè chỉ cái chỉ clue chỉ đầm rối nè thì anh ấy bây bây giờ trong thôi chỉ specialize nó không vì say na muối nó không kể na muối giống chỉ clean luôn này những cái dân set up luôn này
ឲ្យល្អតិចមិនថាអត់ឲ្យទាំងអស់គ្នា share បានទាំងអស់គ្នាបញ្ចេញមតិយោបល់បានក៏ត្រូវគិតដែរថាការ share ការបញ្ចេញមតិយោបល់របស់យើងពេលខ្លះយើងចង់ជេរគេឲ្យបាត់ទេប៉ុន្តែពេលយើងកាន់តែជេរវាកាន់តែឃើញដល់ពេលយើងកាន់តែឃើញវាទៅជារឿងចូលចិត្តនេះអាហ្នឹងជាដើមហេតុនៃការធ្វើឲ្យយើងឃើញតែរឿងអត់ល្អអូខេអានេះបកត្រឡប់ទៅកោ mood នៃការចែករំលែករឿងល្អអញ្ចឹងនៅក្នុងបណ្ដាញសង្គមតែវាមានរឿងជាច្រើនទៀតដែលយើងអាចចែករំលែកបានដូចខ្ញុំប្រាប់ចឹងដូចខ្ញុំធ្លាប់ជជែកមកចឹងថារឿងល្អពេលខ្លះយើងអាចសរសើរពីណាម្នាក់នៅពេលព្រឹកហើយធ្វើឲ្យម្នាក់ហ្នឹងសប្បាយចិត្តពេញមួយថ្ងៃក៏ថាបានដែរអញ្ចឹងបើសិនយើងនិយាយពាក្យមួយម៉ាត់ដូចគ្នាហេតុអីមិនយើងនិយាយអត់និយាយពាក្យល្អហើយបើយើងលេងបណ្ដាញសង្គមដើម្បីស្វែងយល់ពីព័ត៌មានដូចគ្នាហេតុអីយើងអត់ស្វែងយល់ពីព័ត៌មានល្អមិនអញ្ចឹងណាបើយើងចូល comment ថាគេដដែលហេតុអីយើងមិនផ្ដល់មតិយោបល់ទៅលើរឿងល្អបន្ថែមទៅលើចំណេះដឹងផ្សេងអីអានេះជាដែលខ្ញុំឆ្ងល់ដែរអូខេហ្នឹងហើយចំណុចនេះបើសិនជាប៉ះពាល់ទៅដល់អ្នកមើលវាអាចសូមអភ័យទោសដែរតែវាអាចក៏ជាកន្លឹះនៃការគិតមួយចំនួនដែលអាចរំលឹកយើងធ្វើម៉េចយើង limit នៃការចែករំលែករឿងអត់ល្អពីព្រោះអីកាលណាតែយើងអត់គ្រប់គ្រងអំពើដែលឧទាហរណ៍និយាយថានិយាយដើមគ្នាតិចទៀនគ្នាហែកហួរគ្នាបើសិនយើងអត់គ្រប់គ្រងពួកគាត់នឹងលេងធ្វើ content អញ្ចឹងទៀតហើយគាត់នឹងចាប់ដើមមកធ្វើ content ណាដែលមនុស្សចូលចិត្តអញ្ចឹងបើសិនយើងអត់ចូលចិត្តរឿងអញ្ចឹងទេខ្ញុំសឹកចេះហ្មងកុំឡាចសូម្បីតែដាក់រូបខឹងកុំដាក់ពីព្រោះ Facebook វាអត់ដឹងថាsticker angry ហ្នឹងបញ្ចេញអារម្មណ៍ថាម៉េចទេវារាប់មួយថាជា engagement ទាំងអស់គ្នាចូលទៅក្នុង page insight ឬក៏ Facebook insight ឬក៏ក្នុង social insight cross សកម្មភាពនៃការចុចផងយើងទាំងអស់គឺជា interact អញ្ចឹងវាអត់ count ដឹងថាហ្នឹងខឹងឬអីទេលើកលែងតែយើងទៅ report ហ្មងhint tip ផងខ្ញុំមួយគឺពេលដែលខ្ញុំអត់ចូលចិត្ត content មួយហ្នឹងខ្ញុំតែងទៅចុចអាសញ្ញាខ្វែងហើយខ្ញុំ សូលេសវាទៅអញ្ចឹងបើសិនជាគេល្បីរឿងហ្នឹងខ្ញុំឃើញហើយខ្ញុំគ្រាន់តែខ្ញុំដឹងរឿងហ្នឹងហើយវាខ្លះដឹងចង់ដឹងរឿងគេដែរណាពេលយើងដឹងរឿងហ្នឹងច្បាស់ហើយខ្ញុំអត់ចង់ឃើញវាច្រើនទេខ្ញុំអាចហាយវាចោលអញ្ចឹងទៅហើយត្រឡប់មកវិញយើងអាចឃើញរឿងល្អវិញខ្ញុំចាប់ដើម search រឿងល្អវិញអូខេខ្ញុំជួយមើលពីវិទ្យាសាស្ត្រខ្ញុំចង់ដឹងពី digital ខ្ញុំចង់ដឹងពីបច្ចេកវិទ្យាខ្ញុំចង់ដឹងពីទីផ្សារអញ្ចឹងទៅខ្ញុំទៅ search រឿងអញ្ចឹងមកវិញបាទហើយដោយស្មោះត្រង់ហ្មងអ្នកទាំងអស់គ្នាបណ្ដាញសង្គមដែលខ្ញុំស្រឡាញ់ហើយខ្ញុំចូលចិត្តលេងបំផុតគឺ LinkedIn ខ្ញុំមិនដឹងថាអ្នកគ្នាមិនទេក៏តែពីខ្ញុំស្រឡាញ់ platform មួយហ្នឹងមែនតើគឺមានតែវាល្អខ្ញុំមិនដឹងថាម៉េចមាន professional ច្រើនក្នុងហ្នឹងហើយឬក៏ខ្ញុំ follow តែប្រភេទអញ្ចឹងឬក៏មិនក៏តែដោយសារតែខ្ញុំពេលខ្ញុំប្រើប្រាស់ LinkedIn វាល្អបាទមិនតែអត់សិតផុសខ្ញុំតែចូលទៅមើលច្រើនហ្នឹងវាអាចរៀបបានច្រើនល្អហើយហ្នឹងហើយអូត្រឡប់មកវិញអូខេបន្ថែមតិចវីដេអូនេះដែរគឺឧបត្ថម្ភធំដោយក្រុមហ៊ុន Delightic ហើយយើង initiate ឡើងមកចេញពីក្រុមហ៊ុន Delightic ដែរហើយក្រុមហ៊ុន Delightic យើងមានសេវាកម្ចីមួយឈ្មោះថាសេវាលុយលឿនដែលជា platform មួយដែលអាចផ្ដល់ទៅអ្នកគ្នាក្នុងការ request ឬក៏ apply ក្នុងការប្រើប្រាស់ digital loan ឬក៏ cash on demand ដែលគាត់ត្រូវការដើម្បីទៅដោះបន្ទាប់ផ្សេងហើយនេះគឺជា technology ថ្មីដែលទាំងអស់គ្នាអាចប្រើប្រាស់បានតាមរយៈទូរស័ព្ទដៃហើយពី3 click ទេនឹងមាន agent របស់យើងតាក់ទងទៅហើយមែនតើទៅដំណើរការនៃការប្រើប្រាស់ឬក៏ apply ទៅលើសេវាកម្ចីរបស់យើងជាលក្ខណៈ digital ចឹងបងប្អូនអាចធ្វើវាបានលឿនហើយងាយស្រួលអត់ស្មុគស្មាញទេវាអូតូច្រើនហ្នឹងហើយអញ្ចឹងបងប្អូនអាចទាញយកកម្មវិធីលុយលឿនហើយនេះជា page ផ្លូវការលុយលឿនបងប្អូនអាចចូលទៅ like ម្នាក់មួយសិនក៏បានដែរអូខេត្រឡប់មក HR ផងយើងវិញយើងរៀនស៊ីជម្រៅនៅក្នុង financial technology ឥឡូវផ្ដល់ advice វិញទៅដល់បងប្អូនបើសិនជាឥឡូវនេះពីព្រោះតាខ្ញុំដឹងមានអ្នក apply ការងារមកច្រើនដែរនៅក្នុង HR អូខេឥឡូវប្រាប់ទៅគាត់វិញថាធ្វើម៉េចទៅដើម្បីឲ្យបងប្អូនទាំងអស់ចង់ធ្វើការជាមួយនឹងក្រុមហ៊ុន Delightic ឬក៏ក្រុមហ៊ុន Financial Technology ផ្សេងទៀតក៏បានដែរដើម្បីគាត់អាចទៅធ្វើការនៅក្រុមហ៊ុនរបៀបយើងអញ្ចឹងណាជា Financial Technology ហ្នឹងគាត់ត្រូវទៅមើលព័ត៌មានអីគេគាត់ត្រូវចេះអីបាទអាចចែកម្លែកបានដែរវាអាចជាប់មួយសំណួរដំបូងតែនេះវា specific ទៅលើតែ financial technology មកឬក៏ក្រុមហ៊ុនរបៀបយើងមកអាចថាជា advice មួយចំនួនពីខ្ញុំតដែរហ្នឹងហើយអ្វីដែលយើងអាចគួររៀបចំមុនគឺយើងត្រូវរៀបចំតកតងនឹងគេហៅថា knowledge របស់យើងបាទ skill ហើយនឹង attitude របស់យើងអត្តចរិតជំនាញហើយនឹងចំណេះដឹងបាទអញ្ចឹងដើម្បីគេហៅថាបងប្អូនឬក៏បងចង់ដាក់ពាក្យឬក៏គាត់ថាឆ្លាញ់នៅក្នុងវិស័យ fintech ហើយចង់ explore ឬក៏ស្វែងរកបទពិសោធន៍ថ្មីនៅក្នុងវិស័យ fintech ហ្នឹង
bài tháp bong bóng có ai từ sao chưa từ lời bọc internet đại việt worldwide mình đến phải chọn bón này là không phải fintech là không sọc máy những ai search là không chỉ Google rồi những ai search là không bài sản công Facebook thật ta ở không phải sai fintech bao nhiêu định đó này hayประมาณcầm hôn được còn cầm hôn ấy là đại cầm bông tại thật là không phải sai fintech là không có thể Campuchia chứ còn ai search có ai sao chưa hay còn ai cật thà ta bị sai mũi nâng đo này hơi ngày chẳng còn ai toàn bị con sao chưa ban po mình on hay còn ai cho mình trang một luôn này như thế và chợ bon là vậy để con miến hay vậy đây cái sai fintech là ngày cái tơ cá ta đo này fit kia on chẳng có chỉ nhiều explore bán tràn sẵn giờ mình tới những ai lấy từ họ thà được trong chợ sau đây này còn một đi lại tịch bao giờ nữa chỉ fintech hay vậy đây những tầm tơ cá cứ từ lơ tận bay này trong này đừng được không phải bị sai fintech này skill để con miền này không phải sai fintech technology hay là thị trường bảo quản chứng tập bay ní ở đây tơ ca chỉ cần chỉ đầm tơ ca chỉ tu tư vì con này còn tha vậy để có ai stream này cả nạ sập bắt và time tiết nó cứ tơ ca sao chiều này nếu không phải sai fintech thật ta ở với đại chia đầm tơ ca phải chọn bảo fintech anh này cốt là ngày phải chọn bón được có tầm mục tiết là còn ai sao chiều bàn ta giống như xe này mình làm fintech chứ business startup ở đó xua rộng mình nó không business startup bài vô một đài về đài dương thọ thôi ca nó không corporation company đài công hôn cái thông luôn luôn dương không về scale up ấy để bây giờ mà chập đai chúng mình đang business startup với miền phiệp khó lại như vậy đài bài dương thọ ca priệp thiếp rồi viên cái thằng company corporate sai chi và cam được có này business startup hay thuộc cái mấy đấy ở với cho nên pc mùi là không business startup được có thuộc kịch thay nó cứ từ lơ ok việc mình nó cứ đo từ lơ tha nó phải để dân trộm ra nó không bị sai phiền ở thôi example sorry nó không business startup được có thuộc kịch thay đi ok để dân biến cứ ok từ lơ ca pivot achieve luôn này pivot achieve luôn này đã bị mất nó phải để dân trộm mà phím dương chọc đam xoay vô nó không cầm hôn từng mù đó sao tại nó không cầm hôn từng mù nó không business có thuộc kịch thay nữa cứ kia lại cái băng chấm ho thôi chẳng còn ai riêng sốt việc này cho ra mình thế anh lấy đến cái chiều cả và tới cái này đi ai tha mình đang một chấm luôn còn ban mơ đầm lồ nó phải để con trâu nó không bị sai business thuộc kịch mấy có đào đào từ lơ đồng nà cá rồi có đào từ lơ chấm đi xem này cứ có tuần để tia cái cặp bông thưa riêng việc này đi cứ con mơ đầm lồ cái này hay cái chiều cả tha ở cả đấy và tới có chập cả đang chụp vậy vẫn miss lại này chứ cái này là những cái tha chiều cả ở ca tràn chiên xa chiều cám rồi có món khop ở trong thùng rồi sang con ai miên là tập hiệp còn mình tập hiệp không ca chỗ ruống không ca chai đồng lết không ca xoay dồn từng mùa khi xuống tàu chứ nó phải để dân tập ở bên chia xa chiều cam chứ có ai sao chiều bàn đấy còn tới những ai nó không rồng bông mua để cái ai ở những đằng đấy rồi có ai không rồng bông mua để dân mình tập hiệp mơ thì và tới để lại thuộc cái mấy mơ từng mùa hay vậy để dân đại chất mới biết dân đại chất tha dân cứ chia này bối này business rồi cái thay này tâm trạng ai vô hay dân ai chọc tam cro cả càng nghỉ dân ở cả bị vọt đến tới một lượt bao chất tôi do cam của chơi bao chất là của chơi mà bởi vì ai tha thuộc cái mấy được bao giờ đấy dân đôi chị business bao giờ đấy dân vợ ấy mỗi dân tay là cật đỏ business thằng mù này thằng cầm hốn đang buông cái này ok giờ chỉ tới mình tên tới số một bốn chỉ việc cam chấm nón thay business startup nó vì những challenge này mình tên tới ca nghĩa cứ tràn và vì đôi công hôn để thông để game miền này mình đây trầm tới để dân chỗ tới cứ chúng tôi ca làm một là để khi chọn là dân đăng về trong tay để lấy nơi không business startup vì công này thấy hết trái của mình là ca tràn này chắc là cái chuyện này lõ ra thì dân ban mà thôi chỉ buộc lạc nơi không công hôn chỉ business startup hay chỉ sẽ chỉ là ai bảo thông tin mình đâu cứ dân ai chui mình được ban tràn ok để xa ở máu phần dưới vì chỉ chật ở đá mà chúng nó chân khỏi mình chân khỏi nên là mà trong cái thai mà chúng nó tiện chắc là mà anh JP rương mùiในภาย HR để cho ai khi dân đăng vật hàm nâng này rương mùi nâng này ai chạy lại rương mùi để bạn cái thà sầm khăn hết cho ai khi dân đăng vật hàm được rương cái nhau mặt đại đăng ai thà cái thà khi dân ở đại đăng á ok rương mùi
Rương mùi đài ai tha vì mình thầm mây phết được con mình trả đấy đài HR có trong ỏi chạy mấy cái dương đấng được còn mình tha tôi sẽ cái chôn được còn nè chuẩn bị khang HR này phố tha nhung lợn lăng tầng bóng đấy còn mình tha chia tâm tơ một đôi phía rồi này còn là long cắt đại dương chụp hơi hay dương flop ăn vọt hơi đài chẳng này rương mùi đài trong bạch hay sầm khán cứ về đây trong ở đấng cứ HR có bạn này tha còn ai mới khơi tha HR có từ khang cầm hồn này cho mở cho cái nhận đừng trong bộ slide này trong bộ slide bạn tha cái lái ní mình tha HR có căn khả na thì còn ta là cái tay tay gì chơi kia lấy HR cứ nó không theo tha chùm nó cô muối cái hao tha nó không paramite coi cái hao ta parabol này gặp và toàn mùi cái hao nó được chia parabol được coi cứ con nơi cả đa nó không chùm nó ca cu rồng bông tây cao muối được coi rồng bông xài cao muối cứ cọp chi diêm cu thầm mấy tặng bột cả lất tặng cầm hốn cứ cọp theo thang phân khai này main transparency từ bên kia rồi này khai con cái thao ở từ dân lực bị HR thì con cái thang là khang cầm hốn này mình là can chơi như mình vô bị xúc tục mình vô bị lặp bại và đây mình thấy ở đây cọp chi diêm phân khai hay cọp chi diêm cất đài thang thầm mấy ở đầm nà ca không cầm hốn thằng bố nắng miền tầng song khang men tên tới cứ buộc là tỏ khen con chọn bàn này con chọn bán á việc thay cho thua transparency năng ấy mình làm accuracy con chọn bàn này và đấy nó phải để dân thưa vậy để con tụi bán và đấy con bài chi mình thưa vậy để công hồn để dân chọn bàn mình chứ việc từ lần từ thôn khang cọt hay mà ra đây nhà nào mấy cứ dân chọn đơn tha để trả cứ con chi diêm theo mình buộc là chip này mới là sầm khăn là ca trong rồi thả bàn này trên thả bàn có chip này mới sầm khăn ca chuối đó nơi ở ca nghĩa đó ở ca phải watch đó buộc lực được thế này tuy nhiên mới khơi chạy sài chừng chỉ đủ tối chỉ tập hiệp tu ta sừng cống nơi bây đây con chập đam min business này cứ buộc là con xong cắt ca thời ca nghĩa tại trên còn sao mà bọc bị sao tại nó bị cầm hồn mùi nó còn vô từ bằng business chẳng hai nữa cứ chỉ trộn bọc qua đây rồi lấy anh ấy đây dân hơi tha con đo nữ cao tha tụi mình màu cao đo lại cái này tụi mình màu ok chẳng là anh ấy còn là chỉ bị để HR trong ơi cái này dân đằng mình tên tới HR còn mình đang khang còn thế nào còn cái gì này NHS để nơi cả tả muối mình tên tới tam để nhóm sự kết khởi cứ còn rong sự việc song khang tại vậy vì mình mau bị khang cầm hôn máu tục từ mùi nước buộc lật cứ mơ tới HR mà được tam cầm hôn cái thằng này can chương tại buộc lật chẳng đi chia sầm biệt mùi đây là thang bông pro bông sụp hến để có chẳng nói khi này dương dul rồi có chuyện buộc lật khi này vô rồi có nè để stream luôn thôi chuyện buộc lật tam này xem sẽ còn đằng đai thì anh ấy pi sầm biệt đó là anh ấy hướng không chất đấy để tiền bạn đang bộ sai được với các miền là càng bộ sai càng bạn cái mình vô thì cái đồ từ to dương đã chất được cái dương chi dương bây giờ có đây vậy tôi không phải mới với tay là miền hướng không chất là việc bạn bộ sai mà đang bà thử prap pin nám đang thải dung prap mê dung prap đấy chúng ta đấy chỉ riêng vui ở này túi để ta có thể xa cả dân lấy hay dùng cái tha vì có chí minh mà chùm núi này nè ban riêng số được cả ban ai chắc xa và thái mát bị phụ dưỡng hay mình tên tới ní mình chỉ ở ca trong coi thế cầm tay viên tập tại chỉ ca chập đàm bên đây ta mấy bông số phơi nông miên ở ca cho nông podcast ban giờ được nông video ban giờ nó ca xem phim tiết hay nâng chạy lấy bật về sao nâng chạy lấy bật sao để qua ban tên mà tham tiết hay để dân ban chạy lấy nít cứ chia để dân ban chlong cắt chẹt style nào vì ai chia đường đài mình trầm trơ mà rồi phía rồi giảm lại thằng kia ở nam mũi cầm tay vì chia đường đài ai riêng số bán là tam level rồi sạp ôn tô này qua cầm phong xoay vô lòng bây giờ ca rồi có bị này này HR cái mũi bỏ chun chip set sạp từ ôn phố này cầm phong xoay ra càng như thế tí chun từ bốn chip set đạiกับmong xoay đó càng nhiệt phơi chi một hết càng nghĩa cục rong tuần thiềm đủ anh chỉ đưa này trong anh là tặng nhiệt đằng ok promote trong hôn tới bởi ai thèm mà bạn ấy bớt sân chỉ trong apply mà phơi chỉ một cái lực phân kia dưới rồi
trong join team ចង់ចូលមកក្រុមហ៊ុន Delight Tech គាត់ត្រូវធ្វើមិនខ្លះបាទអាចជួយប្រមូលទឹកបានងាយសម្រាប់ទស្សនិកជនអត់ស្មុគស្មាញក្នុងវិស័យ technology ហ្នឹងហើយថាទស្សនិកជនឬក៏បងប្អូនអាចចូលទៅក្នុង page របស់យើង Delight Tech ឬក៏អាចចូលទៅតាមរយៈ website របស់យើងហ្នឹងហើយព័ត៌មានអស់ delighttechasia.asia ហើយនឹងpage ផ្លូវការរបស់ Delight Tech ដែរអញ្ចឹងគ្រាន់តែគ្នាយើង explore នៅក្នុងហ្នឹងហើយតែខ្ញុំនៅតែ comment បងប្អូនអស់ explore សិនខ្ញុំព្យាយាមយល់ពីខ្លួនឯងសិនហ្នឹងហើយតើគាត់ fit អត់ហើយគាត់ចាប់ផ្ដើមរៀបចំបងប្អូនឯងរៀបចំប្រវត្តិរូបមួយសង្ខេបដែលយើងមានគេហៅថាព័ត៌មានគ្រប់ជ្រុងដើម្បីផ្ញើមកកាន់នៅក្នុង page ហ្នឹងយើងអាចដាក់នៅក្នុង page របស់យើងមានខាង link នៅក្នុងរបស់ផ្នែក content មនុស្សហើយអញ្ចឹងគាត់អាច submit តាមរយៈហ្នឹងមកបានហើយតែយ៉ាងណាមិញគឺផ្សារភ្ជាប់ឲ្យបងប្អូនស្វែងយល់ពីអ្វីដែលជាគោលដៅរបស់ខ្លួនឯងដែរក្នុងការដាក់ពាក្យបាទអូខេហ្នឹងហើយពីព្រោះអីដូចថាតែពេលវេលាយើងដូចជាយើងខាយតិចមិនតែយើងមានរឿងច្រើនដែលអាចជជែកហើយអាចផ្ដល់ជាកៅជាវាមិនមែនយើងបរៀនអ្នកទាំងអស់គ្នាណាឬក៏បរៀនបងប្អូនទាំងគ្នាទេក៏តែវាជាជំនួយទៅដល់បងប្អូនឬក៏ជាគន្លឹះនៃការគិតមួយចំនួនដែលបងប្អូនពេលខ្លះអត់បានដឹងទេអញ្ចឹងវាជាការចែកម្លែកពីពួកយើងហើយជាពិសេសការចែកម្លែកផ្ទាល់ពីបងសុភ័យនៃគ្នាបើយើងបើកឱកាសជជែកគ្នាយើងជជែក 4-5 ម៉ោងហើយរឿងនៅក្នុងចិត្តយើងវាកកច្រើនពីព្រោះយើងរស់នៅចិត្ត30ឆ្នាំហើយអញ្ចឹងមានរឿងច្រើនណាស់ដែលក្មេងៗតែគាត់អត់ទាន់បានដឹងឬក៏ហ្នឹងឯងអ្នកខ្លះគាត់ដើរទៅផ្លូវផ្សេងអត់ដឹងអញ្ចឹងយើងទុកឱកាសហ្នឹងដើម្បីយើងមកជជែកគ្នានៅវគ្គបន្ទាប់ទៀតហើយក៏អរគុណបងសុភ័យដែលបានចែករំលែកនៅបទពិសោធន៍ដែលល្អមួយហើយនឹងពាក្យពេចន៍មួយចំនួនដែលជាជំនួយជួយដល់អ្នកគ្នាជាកលឹះក្នុងការគិតចាប់ផ្ដើមក្នុងការស្វែងយល់ពីអាជីវកម្មទី1 financial technology ទី2ស្វែងយល់ពី role នៅក្នុងអាជីវកម្មផ្សេងៗហើយខ្ញុំជឿថាវីដេអូនេះនឹងទទួលបានការជួយចិត្តពីអ្នកនរគ្នាហើយបើសិនអ្នកនរគ្នាជួយចិត្តវីដេអូប្រភេទអញ្ចឹងឬក៏អ្នកនរគ្នាជួយចិត្ត content ការចែករំលែកបទពិសោធន៍ផ្សេងៗដូចខ្ញុំបានបញ្ជាក់មកអញ្ចឹងជួយរួមចែករំលែកហើយអាច like comment share និងផ្ដល់ជាមតិយោបល់ដែលបងប្អូនគិតថាវាសមគួរនឹងផ្ដល់មតិយោបល់មកកាន់ពួកយើងហើយយើងនឹងអានរាល់ការ comment ទាំងអស់របស់បងប្អូននឹងអាចឆ្លើយតបទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបានអញ្ចឹងត្រឡប់មកវិញកម្មវិធី Delight Tech Podcast ផងពួកយើងគឺយើងធ្វើឡើងក្នុងគោលបំណងជួយឲ្យបងប្អូនអ្នកទស្សនាផងយើងនឹងស្វែងយល់បន្ថែមពីអាជីវកម្មពីខ្ញុំនឹងព្យាយាម invite គ្រប់ផ្នែកទាំងអស់ជាប្រធានផ្នែកផ្សេងៗដើម្បីឲ្យគាត់អាចចែករំលែកដើម្បីឲ្យតែទាំងនេះស្វែងយល់ពីអាជីវកម្មផងយើងហ្នឹងវាមានដំណើរការរបៀបម៉េចហើយយើងមិនមែនតែទៅក្នុងគោលបំណងផងខ្ញុំយើងមិនអញ្ជើញតែអ្នកនៅក្នុងក្រុមហ៊ុន Delight Tech ទេយើងនឹងមានឱកាសអញ្ជើញអ្នកមានបទពិសោធន៍ផ្សេងៗទៀតដើម្បីមកចែករំលែកដល់អ្នកគ្នាថាតើដំណើរការនៃការអភិវឌ្ឍអាជីពឬក៏គេហៅ career life career ជីវិតអាជីវកម្មរបស់គាត់នឹងពីការចាប់ផ្ដើមរហូតមកដល់បច្ចុប្បន្នដែលយើងកំពុងតែប្រកបអាជីវកម្មហ្នឹងគាត់ឆ្លងកាត់បទពិសោធន៍អីខ្លះហើយបទពិសោធន៍ទាំងអស់ហ្នឹងបានជួយដល់ទាំងអស់គ្នាអីខ្លះដើម្បីយើងទាំងអស់គ្នាបានមើលឃើញទាំងអស់គ្នាเนาะអញ្ចឹងពីខ្ញុំសុនលីហើយនឹងខ្ញុំលីផេងបាទសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ដល់នេះប្រហែលជិត1ម៉ោងដែរទៅតាម plan របស់យើងគឺយើងplan ធ្វើទៅជាងនេះក៏តែដោយសារតែយើងមានរឿងច្រើននៅក្នុងចិត្តដែលត្រូវចែករំលែកទៅអ្នកគ្នាហើយត្រូវជជែកគ្នាមែនតើទៅណាបាទអញ្ចឹងប៉ុណ្ណឹងសិនយើងនឹងជួបគ្នានៅឱកាសក្រោយហើយជួបគ្នានៅបន្តសូមអរគុណសូមគោរពលាស្វែងរកសេវាកម្ចីរហ័សមែនទេសេវាកម្ចីលុយលឿនអនុម័តចាប់ពី$50រហូតដល់$2,000បំពេញពាក្យត្រឹមតែ5នាទីស្នើបានគ្រប់ទីកន្លែងតាមរយៈកម្មវិធីទូរស័ព្ទដៃលុយលឿនសេវាហិរញ្ញវត្ថុនៅចិត្តអ្នកគ្រប់ពេល